Hello សួស្តីគ្នាស្វាគមន៍មកជាមួយនឹង Portable Podcast episode ទី4ប៉ុន្តែ part 2 នៅខ្ញុំសូមជម្រាបសួរខៀងដូចគ្នាប៉ុន្តែគ្រាន់ចាំ clip ក្រោយអូខេនៅក្នុងជាមួយនឹង episode ហ្នឹងខ្ញុំដឹងថាខៀងគាត់ប្រហែលជាបានមើលជាមួយនឹង episode នោះមើលចាប់ពេញហើយប៉ុន្តែខ្ញុំចង់បញ្ជាក់ថាខតែនៅជាមួយនឹង episode ហ្នឹងដូចចូលរហូតដល់ជាមួយនឹង4ម៉ោង for recording ដល់អញ្ចឹងទៅ I think ថាពួកខ្ញុំត្រូវគួរកាត់វា split ចោលដើម្បីផងនៅជាមួយ episode ផ្សេងខ្ញុំគិតថាគ្នាបែរជាគាត់ចង់ស្ដាប់រហូតដល់ជាមួយនឹង4ម៉ោង for podcast ទេវាច្រើនពេកហើយមួយទៀតគឺថាមាន chance ដែលគ្នាគាត់អាចស្គាល់ជាមួយនឹងបងសើបានច្រើនជាងមុននៅក្នុងជាមួយនឹង episode part 2 មួយនេះហ្នឹងហើយអញ្ចឹងក្រៅពីហ្នឹងទេគឺថាខ្ញុំនឹង pass ទៅខៀងហើយ yeah enjoy the podcast ហ្នឹងហើយអរគុណមុនលាមែនតើប៉ុន្តែ correction គឺ podcast នេះគឺធំតែ3ម៉ោងឯងមិនមែន4ម៉ោងឯងប៉ុន្តែ3ម៉ោង is still relatively long តែតម្រូវឲ្យពួកខ្ញុំគឺត្រូវ split ជា2 part ហ្នឹងហើយជាដំបូងគឺខ្ញុំសូមគោរពស្វាគមន៍អ្នកនរគ្នាមកកាន់ Portable Podcast episode 4 part 2ដោយអ្វីដែលមុនលាបាននិយាយចឹងគឺនៅក្នុង podcast នេះគឺយើងនឹងអាច dive ចូលជាមួយនឹង deep talk ហើយនឹង get to know បង Zel more ហើយជាមួយនឹង podcast ក្នុងហ្នឹងដែរក៏ខ្ញុំចង់ឲ្យ warning ដែរគឺមាន controversial stuff ច្រើនមែនតើដែលពួកខ្ញុំបាននិយាយចឹងសូមកុំយក don't take anything seriously. It's just shit talk. And also some of the information អ្វីដែលពួកខ្ញុំនិយាយគឺអាចវាជា outdated information ព្រោះ podcast នេះគឺថតយូរហើយតាំងពីខែមុនហើយក៏ចង់សូមទោស in advance សូម apologize in advance ចំពោះការរអាក់រអួលមួយចំនួននៅក្នុង podcast នេះ and also at one point គឺខ្ញុំកាន់បដូលប៊ិចកាន់អាប់បដូលប៊ិចប៉ុន្តែមើលទៅដូចកាន់ wave ចឹងខ្ញុំអត់មានកាន់ wave ទេគឺខ្ញុំកាន់បដូលប៊ិចបដូលប៊ិចបដូលដែលខ្មៅហ្នឹងអីបើឃើញខ្ញុំកាន់អាហ្នឹងគឺពណ៌ខៀវមួយចឹងកុំយកច្រឡំថា wave stay away from wave oxygen is better and yeah enjoy the podcast សង្ឃឹមថាអ្នកនរគ្នាចូលចិត្ត podcast មួយនេះគឺ don't take anything in seriously this is just a podcast and these are just theories and also ពួកខ្ញុំគឺអត់មានសន្និដ្ឋានអត់មាន make assumption អីទេគឺគ្រាន់តែជា shit talk other than that enjoy the podcast and អរគុណច្រើនមែនតើសម្រាប់ការ support និយាយមិនហ្នឹងពេលដែលយើង like ដល់អាយុយើង18យើងចាប់ដើមគិតដូចចាស់ដែរហើយពួកគាត់អត់សូវជឿយើងដោយសារភាគច្រើនម៉ែឪយើងគឺគាត់ចិញ្ចឹមយើងពីទូចមក so they always see us as their child so តើមុខទៀតតើយើងចាស់តើមុខទៀតខ្ញុំក៏lạiអត់ចង់ទៅប្រាប់គាត់ថាអូយ៉ាម៉ាក់កូនពងផឹងនឹងដើម្បីពងតែចង់ជួយប៉ាម៉ាក់ because និយាយទៅវាមួយវាkind of cringe វារៀងអៀកខ្លួនទេរៀងអៀកខ្លួនតែយើងអត់មានផលអីប្រហែលគាត់យើងនិយាយចោលហើយសំខាន់ហ្នឹងមួយខ្ញុំហ្នឹងគឺថាខ្ញុំ barely ពងដែរដូចធ្វើជាមួយ skin care ចឹងខ្ញុំចេះ find out ថាខ្លួនឯងហ្នឹងប៉ុន្តែខ្ញុំបានលុយច្រើន income ច្រើនណាស់ជាមួយ skin care ហ្នឹងប៉ុន្តែសំខាន់គឺថាខ្ញុំដល់ពេល off stock ត្រូវការទិញថែម off stock ត្រូវការទិញថែមដល់ពេលលុយ like ពេលខ្លះចឹងមួយខែខ្ញុំលក់បានឡើងច្រើនប៉ុន្តែចោលឡើងហ្នឹងក៏ទិញ stock ចេញចោលឡើងដែលបានហៀវត្រូវហ្នឹងលុយហ្នឹងវាសល់ដែរឡើយនៅដែរដល់ខ្ញុំឡើងចង់ចាប់ដើម move to something more like digital product អាហ្នឹងគឺថាយើងអត់មានត្រូវការ no capital ហ្នឹងហើយយើង make វាតែម្ដងហើយយើងអាច improve វាតាមក្រោយyeah និយាយមួយ digital product business អាហ្នឹង let's have another podcast to touch base ឡើងហ្នឹង that's also mean scale ដែរព្រោះ digital product មាន life cycle customer អាចលក់រាប់ឆ្នាំ yeah so you need to keep doing it ដែរ retail which is business goal you ask about my business goal and ខ្ញុំ open ហ្មងទៅគឺខ្ញុំស្រឡាញ់ service as a marketing I can do marketing service I can do marketing until I'm old I'm fine I can work you know បើសិនជា I can make បើសិនជាខ្ញុំអាចរកបានចំណូលដូចខ្ញុំរកស៊ីនៅពេលខ្ញុំធ្វើការខ្ញុំធ្វើការនៅក្រុមហ៊ុនតែមួយដល់ខ្ញុំចាស់ខ្ញុំធ្វើបានហួរ it's what I love ប៉ុន្តែវា not that case so I right now ខ្ញុំធ្វើ service so that I can move to the next business venture and hopefully អាចត្រឡប់មកខ្លាចជា marketing consultant ម្ដងទៀតនៅពេលយើងចាស់ទៅគេតែនិយាយតែមួយនេះខ្ញុំគិតថាភាគច្រើនក្មេងៗអ្នកគិតចឹងណារបៀបថាចង់ធ្វើដើម្បី passion យើងប៉ុន្តែខ្ញុំចង់សួរពួកគាត់វិញថាធ្វើដើម្បី passion ប៉ុន្តែចង់ក្រោយបើសិនណា passion យើងធ្វើស្រឡាញ់ឯងប៉ុន្តែដល់ពេលយើងចាប់ដើមមានគ្រួសារមានអីមកប៉ុន្តែលុយយើងតិចប៉ុន្តែ passion នឹងយើងស្រឡាញ់ខ្លាំងប៉ុន្តែខ្ញុំសួរថាគាត់ happy អត់បើសិនចឹងគាត់ធ្វើ passion របស់គាត់ហើយលុយបានតិចគាត់មានគ្រួសារតែគឺជា something ដែលគាត់ស្រឡាញ់ខ្លាំងហើយគាត់បានទៅគាត់លុយតិច like really គាត់ happy ដែរលុយហ្នឹងអាចគ្រប់គ្រងបានអត់លុយតិចតែគ្រប់លើមីសួរយូរទៅចេះលើយូរឯងមាន option មួយធ្វើជាមួយនឹងអីដែលខ្លួនឯងpassion about ប៉ុន្តែមួយទៀតគឺថាយើងរកលុយបានច្រើនប៉ុន្តែគេថាអានេះអត់ខ្វល់ថា like វាជួយ support បានអត់ទេប៉ុន្តែគាត់ថាចេះអានេះលុយនឹងវាអត់បានច្រើនទេតែអានេះលុយបានច្រើន like choose មួយណា
ហើយយើងមានគេដែលយើងត្រូវជួយ support មានកូនមានប្រពន្ធមានអី That's when you decide what you love most money or the family គេថា money cannot solve every problem ប៉ុន្តែ everything require money Yeah I mean ជាមួយនឹងភាពជឿនលឿនហើយជាមួយនឹងភាពងាយស្រួលដែល social media ហើយនឹង internet អាចផ្ដល់ឲ្យយើងបានរាល់ថ្ងៃយើង actually មានវិធីច្រើនដែលយើងអាច turn passion to profit បាន like the best ដែលយកដល់ការដោះស្រាយបញ្ហាមួយហ្នឹងគឺហៅវិធីរកឲ្យបានច្រើនជាមួយនឹង passion របស់យើងពីព្រោះថាមនុស្សគួររៀនមើលពីធានក្នុងការបង្កើតប្រភពចំណូលជាមួយនឹងប្រភេទការងារមួយឲ្យបានច្រើនជាប់ ដោយបងប្រាប់ខ្ញុំថាឲ្យបង្កើត market ខ្លួនឯង ហ្នឹងហើយដូចឥឡូវថាបើសិនអូខេឥឡូវរកនេះចេះយូរអីអ្នកលក់ឡាន why not បើសិនចឹងមួយខ្ញុំបើសិនខ្ញុំអ្នកលក់ឡានខ្ញុំចាប់ដើមនឹកឃើញភ្លាមមែនទេអូខេបើសិនចឹងខ្ញុំចាប់ដើមធ្វើវីដេអូពាក់ព័ន្ធណាអូខេថ្ងៃហ្នឹងខ្ញុំមក compare គ្រឿងឡាននេះហើយគ្រឿងឡាននោះមួយណាល្អជាងហើយយើងមកនេះគ្នាយើងចង់បានអ្នកចូលមកហាងខ្ញុំអាហ្នឹងក៏វាវិញតែយើងអាច convert បាន You can លក់ឡាន but you can also do ឡាន car review but you can also លក់ car accessory but you can also train people to review ឡាន ហ្នឹងហើយទៅវាមាន version income source that's why កុំ create your own market that's what I'm អាហ្នឹងជារឿងមួយដែលខ្ញុំ sick about industry មួយចំនួនដែលគាត់ blame អ្នកផ្សេងដល់ opportunity វាគាត់អត់ព្រមបង្កើត opportunity ខ្លួនឯង that's where I'm sick which is why ដូចម្សិលមិញ I don't know you guys aware that I'm doing event I'mខ្ញុំឃើញ story មកឯង yeah we actually create an event លើកទី1 I don't know លើកទី1អត់ but ខ្ញុំរកទៅដែរ gather freelancer community ក្នុងស្រុក so វាមានមនុស្សលើសពី100នាក់ចូលរួមមកពី film មកពី graphic designer pack the entire event yeah ជាលើកទី1ដែលពួកយើងអាចអង្គុយចោះនិយាយគ្នាអំពីការភពចំណូលការនិយាយ contract and everything it's not a plug it just I mean I make no money from that it just I just ខ្ញុំចង់ prove ថាវាធ្វើបាន you just need យើងអត់ខុស កុំនិយាយយើងអត់អាចនិយាយថាចង់ធ្វើទៅធ្វើហើយ just do it is I think just do it ពាក្យហ្នឹងវា bullshit you know ចង់ធ្វើអី we need a plan we need strategy ត្រឹមត្រូវ like កំរោលyou know កុំយកពងមាន់ចូលថ្ម like yeah គេនិយាយថា start business មួយលក់អាយហ្នឹងហ៎ហ្នឹងអាហ្នឹង can relate មួយហ្នឹងដល់ពេលស្រាប់ហ្នឹងហើយ yeah that's no plan you just want to be a boss that's a problem អត់ខ្វះទេមនុស្សដែលគាត់មកពីគ្រូសាទូធាគាត់សុំម៉ាក់គាត់ 100000 ក៏បាន 100000 គាត់សុំម៉ាក់គាត់ 20000 ក៏បាន 20000 គាត់យកទៅអីគាត់យកទៅបើកហាងកាហ្វេលុយ 100000 បើកហាងកាហ្វេមួយគាត់អត់សងហើយអស់បាត់ហើយមានសល់ហើយ you know មិនតន់ what I realize right now ឃើញចាស់ដូចបងបងអត់ចាស់ទេតែបងមានយកច្រើន បបិសោតយកច្រើនមានបបិសោតច្រើនជាងអ្នកខ្លះគេរៀនសិក្សាlesson ជីវិតហ្នឹងគឺតាម they pay with their time តែអ្នកខ្លះឥឡូវសម័យឥឡូវគឺសម័យ digital ហើយយើងមានសភៅមានអី so instead of ourselves paying our time to learn those stuff we can just buy books and I personally think that បើតនេអីគឺយកសភៅមកអានគឺល្អតាមប៉ាត់មួយអ្នកដែល like អត់ចង់អានសភៅក៏គេមាន audio book ដែរ yeah ហើយ audio book ក៏ខ្ញុំនិយាយថងខ្ញុំជឿថាអ្នកខ្លះគេនិយាយថា why ผมអានសភៅវាជួយយើង of course វាជួយយើងចេះ read ចេះប៉ុន្តែក៏ like benefit យើងនៅបានដូចគ្នា because អ្នកដែលសរសេរហ្នឹងគាត់ឆ្លងកាត់ច្រើនគាត់សុខចិត្តមកសរសេរឲ្យយើងខ្ញុំមានបញ្ហានៅក្នុងការអានសភៅខ្ញុំអានសភៅចប់ខ្ញុំអានចប់ដល់ស្មើហើយបើហេឃើញសភៅនៅក្រោយហ្នឹងអត់មានសភៅណាមួយដែលខ្ញុំអានចប់ទេប៉ុន្តែខ្ញុំនៅក្នុងសភៅហ្នឹងខ្ញុំ highlight chapter ណា chapter ណាខ្ញុំក៏អានខ្ញុំអានសភៅចប់ហើយ even like ឯកសារខ្ញុំអានចប់សរសេរខ្ញុំអត់ច្រើន so oh your book is a good alternative ចុះរឿង script ច្រឡំ script រឿង contract I do ខ្ញុំក៏មានបញ្ហាមួយបើខ្ញុំបានប្រាប់ខៀងដឹងហើយខ្ញុំ small creator ឯងប៉ុន្តែក៏នៅមានគេ reach out មកដែរប៉ុន្តែខ្ញុំលើអត់ accept sponsor យកហ្មងហើយខ្ញុំធ្លាប់មាន one time នេះខ្ញុំដាក់នៅ bio ថាអត់ accept sponsor ឯង like ដោយសារតែមានអ្នកខ្លះគេនេះមកចឹងប៉ុន្តែខ្ញុំធ្លាប់មានបញ្ហាមួយហើយប៉ាគាត់លឺគាត់លេខសើចង់ខ្ញុំធ្វើដែរនៅក្នុង contract ហ្នឹងនៃ agency ក៏មួយខាង local business មួយគេឲ្យ agency ដើម្បីហៅ creator អញ្ចឹងទៅគេក៏ land on ខ្ញុំដល់ហើយហៅដងនិយាយត្រង់ខ្ញុំក៏ like ខ្ជិលអានអញ្ចឹងដែរហើយមួយទៀតក៏ខ្ញុំពេលដំបងវាអត់សូវមានទេ like គេហៅខ្ញុំឲ្យទៅជួយធ្វើ sponsor ឬអីចឹងប៉ុន្តែនោះចាំយ៉ាងហ្នឹងខ្ញុំក៏នឹកឃើញអាន sponsor ដោយសារនៅក្នុង line ច្រឡំអាន sponsor អាន contract នឹងដោយសារនៅក្នុង line អានមានកន្លែងមក clear មួយហើយ font វាទូចមែនតើគេដាក់ថារាល់ខែ whatever លុយដែលបានហ្នឹងត្រូវយកអស់ 50% send ឲ្យជាមួយ agency ហ្នឹងដល់ទៅក៏ខ្ញុំថតអាហ្នឹងខ្ញុំសួរខាង agency lại អូអាហ្នឹងអីគេហៀគាត់ក៏ថាអត់អីចាំ send ជាមួយនឹងអាថ្មីឲ្យអូខេដល់គាត់ send អាថ្មីឲ្យមែន
អានឹងដកចេញទៅបាត់ប៉ុន្តែក៏ប៉ុណ្្នឹងគឺថាខ្ញុំប្រាប់ជាមួយនឹងឆាទៅខាង local នោះ local business ហ្នឹងខ្ញុំចង់ចេញឈ្មោះគាត់ទេប៉ុន្តែចង់lạiប្រាប់គាត់វិញថាអូខេបងខ្ញុំ cannot accept ដោយសារតែគាត់ធ្វើចេះចង់លេងស៊ីកន្លះខ្ញុំក្មេងអានឹងទី1ខ្ញុំនៅរៀនមួយទៀតទី3ខ្ញុំក៏អត់ទាន់ចាប់បានមានបបសោតច្រើនដែរ what if បើសិនចឹងតចង់ឡើងទៅនេះ Yeah I want to know off air who that agency is ទី1ចេះរឿង2ដល់ពេលដែលពួកគាត់ plug វានៅក្នុងកងត្រាវាជារឿងមួយដែលfuck up មែនតើខ្ញុំចឹងខ្ញុំមកចាំតែ agency ហ្នឹង agency អីប៉ុន្តែខ្ញុំឥឡូវខ្ញុំអាចនិយាយឲ្យចាំយើង believe ដកចោលណានៅក្នុងហាងហ្នឹងបងកាមេរ៉ាគាត់ធ្លាប់ធ្វើខ្ញុំដៃមក sponsor ទូនឹង agency នៅខាងហ្នឹងហើយខ្ញុំគិតថាគាត់ដូចនៅ work មួយ agency ហ្នឹងឡើយឯងអូខេហ្នឹងហើយពួកគាត់បើពួកការណែដាក់50រៀលហ្នឹងគឺសិតតែ agency ឯងប៉ុន្តែពួក they are very cool they are very cool គាត់នាំខ្ញុំ play pong they still my sponsor but they very cool and they very nice and he's a smart businessman the thing គឺបញ្ហាកន្លែងហ្នឹងឯងទី1 the way ដែលគាត់លួចញុកវាចូលទៅក្នុងលួចញុកវាចូលក្នុងកងត្រាវាជារឿងមួយ fact មែនតើដោយ like រឿងកម្រៃជើងសារនៅក្នុង market វិស័យអីក៏ដោយអារឿងតាក់តែអារឿង referral fee វារឿងធម្មតា and វាជារឿង actually វាជារឿង a good nice gesture appreciation like ដូច the way មកសមហ្នឹងគេសួរថា as a freelancer how do I charge តែខ្ញុំដាក់តម្លៃមិនតាមទៅ that I have 4 method and I can share ក្នុង podcast នេះហ្មងគឺទី1 expense ទាំងអស់ដើម្បីធ្វើឲ្យបានតែខ្ញុំទៅជួលគេខ្ញុំទៅ rental light rental camera and everything that's all expense បូកលុយយើងចង់បានចំណេញយើងចង់ចំណេញប៉ុន្មាននៅពេលដើម្បីធ្វើការងារនឹងបានយើងចំណាយ300ជួល everything ទាំងអ្នក edit ទាំងអ្នកអី so I want to ចំណេញ300 so ដល់600 but I also គិតរឿងពន្ធអត់ជាប់គឺ video WAT 1500ហើយហ្នឹងលុយកន្លែងជើងសារតែយើងត្រូវឲ្យកុំឆុងអ្នកដែលនាំការងារនោះយើងបានប៉ុណ្ណាវាជា nice gesture ហើយណា appreciation ឲ្យការងាររឿងទឹកតែអត់ខុសទេ but the fact ដែលគាត់អត់មាននិយាយ very អត់មាន transparent មកយើងហ្នឹងគាត់លួចយកចូលក្នុងត្រា it should be upfront និយាយស្រាច់គ្នាឲ្យបានធ្វើអាពេលហ្នឹងខ្ញុំនៅក្នុង group Telegram ហ្នឹងគ្រាន់តែខ្ញុំ send ដំបូងគឺថាគេគ្រប់គ្នាមាននៅក្នុង group ហ្នឹងមាន4នាក់ខ្ញុំហើយជាមួយនឹង agency 3នាក់ទៀតនៅក្នុងហ្នឹងហើយជាមួយនឹងពេលហ្នឹងខ្ញុំឆ្ងល់តែ why ដែលមាន group 2មួយ group ដែលមាន agency នៅក្នុងហ្នឹងហើយជាមួយនឹងមួយខាង here local business ហ្នឹងហើយមិនដាក់ខ្ញុំចូល group មួយទៀតឥឡូវមាន2 group ប៉ុន្តែ group មួយទៀតគាត់មាន here ហ្នឹងហ្នឹងឯងហើយ group អត់មានជាមួយនឹង local business ហ្នឹងគាត់ឧទាហរណ៍តាក់ណាខ្ញុំមែនតើតែដល់ខ្ញុំ bring mention នឹង up គឺស្ងាត់ជ្រាបហ្មងមានតែម្នាក់ឯងគាត់មកដោះស្រាយប៉ុន្តែក្រៅហ្នឹងគឺស្ងាត់ជ្រាបអា group 2ហ្នឹងធម្មតាgroup 2ហ្នឹងគឺមួយ communication ការងារមួយចំនួនគឺអា group ដែលអត់មាន PO ហ្នឹងគឺកន្លែងគេនិយាយលេខអក្សរហើយនឹង payment លុយកាក់មួយយើងហើយ group មួយ PO ហ្នឹងគឺពេលដែលគេនិយាយរឿង deliverable រឿង content review អីទៅ so អាមួយគឺ group គឺ group គាត់មួយទៀតគឺ group ដែរមួយនិយាយទៅមួយគឺគ្រប់គាត់មួយប្រឯងមួយទៀតគឺគ្រប់ប្រឯងជាមួយភ្ញៀវប៉ុន្តែគាត់នៅក្នុងហ្នឹងដែរប៉ុន្តែគាត់និយាយទៅបើសិនថា only one time payment អូខេ50រៀលហ្នឹងចែកជាមួយនឹង agency នៅក្នុង payment លើកទី1អាហ្នឹងអូខេនិយាយថងខ្ញុំក៏ fine with ដែរប៉ុន្តែពេលហ្នឹងហៀហ្នឹងគាត់ចង់ឲ្យខ្ញុំធ្វើមកកន្លែងគាត់ហ្នឹង every Sunday ដើម្បីទៅថតវីដេអូនៅកន្លែងរបស់គាត់ហ្នឹងអញ្ចឹងបានន័យថាវាមិនមែនធម្មតា one time thing វាលើកថាមាន contract ដែរថាធ្វើតមកទៀតប៉ុន្តែនៅក្នុងcontract ហ្នឹងគេថាដាក់ថា every payment យល់អត់ដល់អញ្ចឹងទៅបានន័យថា every time ខ្ញុំត្រូវចែកឲ្យគាត់50រៀលវារឿងមិនសមមែនទេ the fact that គាត់អត់និយាយគាត់នៅក្នុងកងត្រាវាជារឿងមួយដែលគាត់ចង់វាជារឿង illegal តែរបស់ដែលនៅក្នុងកងត្រាវាអត់គួរជារបស់ដែលនៅក្នុងកងត្រាបើនិយាយតាមច្បាប់ទៅអាហ្នឹងយើងសួរមេធាវីទៅវាគួរតែជារឿងដែលយើងបាននិយាយគ្នាមុនពេលដែលយើងមានកងត្រាហើយវាគាត់តែជា recap ហើយនឹង reference ដល់ពេលយើងសញ្ញា on លើកន្លែងហ្នឹងឯងនិយាយដល់រឿងកងត្រាហ្នឹងខ្ញុំអូខេខ្ញុំម៉ាក់ខ្ញុំគឺគាត់មានផ្ទះជួលផ្ទះអីហើយដល់ពេលមានភ្ញៀវថ្មីអញ្ចឹងគឺដឹងតែធ្វើកងត្រាហើយខ្ញុំអ្នកវាយទាំងអស់ព្រោះខ្ញុំចេះកុំព្យូទ័រចឹងអីពីមុនដូចខ្ញុំនៅទូចឥឡូវក៏រៀងធន់ដែរពេលខ្លះយើងវាយកងត្រាអញ្ចឹងយើងខុសតិចតួចគាត់ឲ្យកែតែដល់ពេលគាត់ឲ្យកែច្រើនពេកយើងមិនខឹងយើងរៀងធន់រៀងអីតែដល់ពេលយើងគិតឡើងវិញកងត្រាហ្នឹងគឺសំខាន់ហើយផ្ទះមួយទាំងមូលអញ្ចឹងដល់ពេលខ្ញុំភាគច្រើនខ្ញុំមួមកហើយដល់ពេលមួមកហើយខ្ញុំវាយអីហើយបាទខ្ញុំរៀងគិតឡើងវិញអាពេលអាពងមួមកហ្នឹងគិតអត់ត្រង់ទេតែគិតឡើងវិញហ្នឹងហើយវាជាកងត្រាមួយសូម្បីតែ small details ក៏ត្រូវតែឲ្យ perfect ខ្លាំងដែរ you know AI ជួយបានច្រើនណាហ្នឹងខ្ញុំហៅសួរហ្នឹងខ្ញុំនឹកឃើញមែននឹកឃើញទេចេះដោយសារឥឡូវខ្ញុំឃើញជាមួយនឹង creator ខ្លះ instead of
and script នេះច្រឡំ script and contract នឹងខ្លួនឯងគឺថតឲ្យ send ឲ្យ AI ហើយ summarize វាមកអាសៀងជាខាង social media agency ត្រូវអត់រៀងគិតថានឹងគួរធ្វើអត់ no it's better than and we are better than ជាង and ហើយ and ដែលអត់យកចិត្តទុកដាក់ right ព្រោះថាទីមួយ no បើចឹងយើងគ្រាន់ឲ្យ summary that's silly តែដូចបរិញ្ញាថតក៏ប្រើគាត់និយាយក្នុង podcast គាត់ប្រើហើយគាត់ប្រើវាដោយ detail គាត់ចេះ prompt ប្រហែលត្រឹមត្រូវទីមួយគឺយើងតែមាន clear goal ក្នុងការប្រើវាមិនយើងគ្រាន់ឲ្យវា summary យើងនឹងត្រូវឲ្យវាដាក់ key point តើ term and condition វាត្រូវ detail កន្លែងណាយើងចង់បានហើយធ្វើ comparison អំពី partner មួយ partner មួយហើយអាច even compare the standard rate ទៀតយល់ទៅតម្លៃនឹងការ offer នឹង make sense not standard នឹងយកមកពីណាហើយ even ការ require មួយក្នុងច្បាប់ហ្នឹងតែវាដកស្រង់ចេញពីច្បាប់ដែល reference ពីច្បាប់លក្ខខណ្ឌមាត្រាទីប៉ុន្មាននៅក្នុងច្បាប់ក្នុងស្រុកយើងអាចធ្វើការ research បានបើថាតើអា legal firm មួយនេះអា term មួយនេះតើវា refer ចេញពីច្បាប់មួយណាហេតុអីបានមានអាដាក់ហ្នឹងដូច50ដុល្លារហ្នឹងមានច្បាប់អាហ្នឹងអត់តែយកមកពីណាមកយើងស៊ីសងយើងចេះប្រមទេ so វា better ជាងយើងអានឲ្យអានច្បាប់ពីព្រោះអ្នកខ្លះអាចអាន contract រៀង make good point មែនហ្នឹងប៉ុន្តែអាហ្នឹងក៏រៀងប្រយ័ត្នដែរដោយសារមួយខ្ញុំ realize ថាដូចនៅក្នុង Photoshop វាមាន AI មួយដែរតើមិនយើងចេះវាយទៅត្រូវណាយើងត្រូវចេះវា like អ្នកខ្លះ like គេអូខេ AI ស្រួលខវាយមែនទេយើងថាយើងត្រូវការមាន at least ក៏វាមាន skill តិចបើនិយាយចាំទៅ technology ណាវាល្អដែរបើសិនតែបើយើងអត់ចេះប្រើយើងល្អស្គាល់ធ្វើខ្លាចចាស់ទៅគេថាបើអត់ចេះបើកឡានទេជិះម៉ូតូទៅ that's it you know ទៅបើកឡានរបស់គេទៅអីមិនចឹងដល់ហើយបើយើង AI បើសិនតែចូលហ៊ានប្រើឲ្យស្រួលហើយតែវាឲ្យកុំយកអាហ្នឹងធ្វើកូនគ្រូខ្ញុំគ្រូថមនៅបរិញ្ញាដែរគ្រូ skinny គ្រូ skinny គាត់នៅ social study គាត់បរិញ្ញានៅសាលាហ្នឹងពួកគាត់ថាពេលដែល AI ចាញ់មកដំបូងហ្នឹងពួកគាត់ថាចា AI ពេលដែលយើងប្រើ AI is not cheating ដូចនិយាយអញ្ចឹងឥឡូវគេកំពុងតែ ban AI ប៉ុន្តែគាត់ថាចាបើអត់ចេះប្រើ AI ដល់ជំនាន់ហ្នឹងគឺដឹងរហូតអត់ទាន់គេហើយ AI ហ្នឹងតើយើងប្រើត្រូវវាថាបើយើងប្រើ copy content វាទាំងអស់អាហ្នឹង it's cheating it's copying តែបើយើងប្រើវាយើងនិយាយមកអញ្ចឹងប្រើវាជា assistant វាជួយ support យើង detail កន្លែងខ្លះអីចឹងឲ្យ idea យើងយកមក say ខ្លួនឯងអាហ្នឹងវា effective ជាងយើងចេះ utilize វាប៉ុន្តែខ្ញុំយល់ថាអ្នកខ្លះគេនិយាយថា like ប្រើ AI ហ្នឹងវាអត់ប្រយោជន៍អ្នកខ្លះគេនិយាយទៅចេះហើយចឹងដល់គ្រូខ្លះតិចគេអត់ចូលយក AI ទេប៉ុន្តែមួយខ្ញុំគិតថាចេះមកតែដល់យើងចប់រៀនអស់ហ่ะដោយសារតែជំនាន់ឥឡូវយើងចាប់ដើមមកដាក់មួយ AI ហើយបើសិនយើងអត់រៀនវាវា like យើងវាមិនដើរក្រោយគេអានឹងដូចយើងនិយាយមកចឹងរឿងដល់ like ដើរក្រោយគេបើ like why not like ចូល TikTok ហ្នឹងចូលមកហើយចឹងទៅវាក៏ចឹងដូចគ្នាដល់ចឹងអ្នកខ្លះគេថាជាភាសាគ្រូ like យើងអត់ត្រូវគួរប្រើវាទេប៉ុន្តែខ្ញុំក៏នឹកឃើញដល់ពេលធំឡើងខ្ញុំមិនមែនទៅអង្គុយទិញមិនមានណាof course ដល់ពេលយើងមានអីមួយយើងត្រូវ prompt search ឯងគ្រូក៏ prompt search ហេឆ្ងល់រៀងគិតមិនដែរជាមួយនឹង like ឃើញលើគេចាប់ដើម date អាហ្នឹងខ្ញុំចង់នៅ opinion របស់រៀង what's wrong with dating what's wrong with dating អត់តែខ្ញុំចង់ date too young អត់ដឹងឡើយខ្ញុំចង់នៅ opinion របស់រៀងតែ dating ធម្មតាមួយខ្ញុំតាមពិតនិយាយថងពិតមែនឥឡូវខ្ញុំមានប៉ុន្តែនិយាយថងខ្ញុំគិតថាខ្ញុំ kind of like against it ខ្លះវាមិន fully ទេប៉ុន្តែខ្ញុំគិតថា against it ខ្លះ what do you feel ខ្ញុំក៏គិតថា like okay like dating ខ្ញុំគិតថាមកដល់ជំនាន់ខ្ញុំឲ្យខៀងពិបាកហាមមែនតើហើយមួយទៅវាគឺជា something normal មែនតើ normal សម្រាប់ក្មេងៗទៅចឹងឡើយប៉ុន្តែក៏ខ្ញុំគិតថាពេលខ្លះដូចពេលខ្លះគេថាជ្រុលខ្លួនហ្នឹង like វាថា date អត់ទាន់ date អីស្រួលបងប៉ុន្តែ like ទៅ sleep មួយគ្នាឬអីចឹងមួយខ្ញុំមាន fear not me អូខេខ្ញុំមាន fear ថា what if ថ្ងៃទៅមុខប្អូនខ្ញុំឬក៏កូនខ្ញុំហើយអាហ្នឹងគឺថាវាពិបាក control មែនតើវាជា harsh reality ដែលវាដូចកាប់ទៅយើងគិតចាមនុស្សម្នាក់ធ្វើរឿងដែលខ្លួនឯងអត់ happy ជាមួយច្រើនធ្វើរឿងដែលខ្លួនឯង regret ច្រើន I have to ពេលដែលយើងនៅក្មេង it's a path the thing គឺយើងនឹងមានខ្លះក្នុងជីវិតរបស់យើង so យើង make sure យើងកប់ចោលទៅmake sure កុំឲ្យធ្វើប្រហែលខ្លាំងពេករឿងមិនធ្វើប្រហែលសោះមានទេអត់កុំឲ្យវាជ្រុលឧទាហរណ៍ដូចជាមានបើនិយាយអារឿងអា relationship អា go ដល់ level មួយហ្នឹងគឺយើងរឿងខាងផុតគឺកុំឲ្យសល់នេះវិញបើថាកុំវិញ open ទូទៅពេកអារឿងអីដែលយើងចង់ធ្វើ privacy ជីវិតយើងអានេះ opinion ណាការគិតរបស់ខ្ញុំឯងរឿងដែលយើងចង់ធ្វើ privacy យើងគួរធ្វើតែធ្វើទាំងការគិតឲ្យបានច្បាស់លាស់ផងហើយត្រូវសិក្សាឲ្យមើលប្រភពបានច្បាស់លាស់ហើយ
កុំ being freely ទៅលើអារឿង relationship ទាំងអស់ហ្នឹងពេក Yeah រើសផង you know be picky កូនហេលើអីមកផ្ទះមកផ្ទះ like ប៉ាកូនចង់ introduce បែកទៅម្នាក់នេះរៀងគិតមិនសំណួរហ្នឹងល្អអត់ឲ្យមានគេសួរ and ការប៉ັດក្នុងភ្លាមដែលឆ្លើយហ្មងគឺទី1 it gonna be វានឹងខ្លាចទៅជារឿងមួយដែលផ្ទុះជាចំនួនមួយក្នុងផ្ទះបើសិនជាខ្ញុំមាន negative reaction ទៅភ្លាមពីព្រោះ it's like ដូច let's say យើងទុំទិញទូរស័ព្ទ and then គាត់ថាយើងទុំទិញបានភ្លាមអ្នកដែលមកស្គាល់យើងគេថាទូរស័ព្ទមិនស្រីyou cannot មានអីរ៉េ so you cannot យើងអាចវាយហើយយកនឹងវាយរឹងឯងយើងត្រូវអូខេសុំជួបសិនអីសិន even though វាអត់ right ក៏ដោយ and then slowly find a way យើងគុំ react យើង respond so បើសិនជាយើងខឹងយើងថា no អត់មានអញ្ចឹងអត់តគ្រប់អាយុអត់តអីឬមួយក៏ let's say បើគាត់គ្រប់អាយុហើយព្រោះអត់គ្រប់អាយុវាជារឿងមួយដែលពិបាកប៉ុន្តែ let's say គាត់គ្រប់អាយុហើយក៏យើងត្រូវមួយសិន and then បញ្យល់មួយ and then observe មើល the way ដែលពួកគាត់នេះព្រោះ let's just be honest អ្នកនៅក្មេងrelationship នៅក្មេង I'm sorry តែនិយាយពាក្យហ្នឹងប៉ុន្តែ I think that relationship វាអត់ទៅឡាស់ទេហ្នឹងហើយ they last very long I can tell they last very long since I was in grade well I know a lot of people like my business partner Odom he also have a very last long relationship I just think that sometimes it just works ពួកយើងនៅក្មេងពួកយើងនៅមានរឿងដែលពួកយើងត្រូវ experience ទី1គឺត្រូវ be a good parent ជាមួយនៅ family បើសិនជាយើងអត់មានជាឪពុកឬមួយក៏គ្រួសារល្អទេ lifestyle របស់កូនយើងទៅអញ្ចឹងហើយកូនដែល playful ពីច្រើនឪពុកម្ដាយអត់សូវ care ឬមួយក៏គាត់អត់ផុត effort ក្នុងនាមជាឪពុកម្ដាយបានត្រឹមត្រូវ so យើងត្រូវ be a good parent ទៅលើរឿងហ្នឹង so ដល់ពេលដែលមានរឿងអីកើតឡើងយើងអាចធ្វើការ communicate ឲ្យស្វែងរកវិធីគុំឆៅទៅស្រីគាត់ទៅជាគាត់ក៏ទៅដើមហើយពេលផ្សេងក្មេងគាត់អាចយើងអាច fight for បានទេ What? Oh, yeah, សុំត No, let's say បើសិនមានរឿងឈុលអត់ទេខ្ញុំច្រឡំកាត់ No, អត់អីបើសិនជាមានរឿងអីដែលឈុលជួI mean យើង find a way ទៅដោះស្រាយហ្នឹងប៉ុន្តែរឿងមួយដែលបើសិនជាយើងអាចសម្រាប់គឺកុំ put everything out there ពេកអារឿងមាន privacy ក្នុងឯងខ្លះហ្នឹងហើយ you see the story មួយរឿង Logan Paul ហើយhis fiance គឺ being too much ពេកអស់ថ្ងៃហ្នឹង Okay so basically Nina she like been with a lot of guys ដល់ហើយ she post everything ជាមួយនឹង Nina ហ្នឹងទំនៅ got engaged like មួយខែឬពីរខែមុនទៅដល់ពេលឥឡូវ Dylan Dennis គឺជា opponent របស់ him ដល់ហើយទៅ Dylan Dennis ដោយសារតែ fight របស់ Dylan Dennis សូម្បីខ្ញុំក៏ខ្ញុំអត់មាន interest នៅលើដែរខ្ញុំប៉ុន្តែតាំងពី like he ចាប់ផ្ដើម like ធ្វើអា strategy ហ្នឹងមកខ្ញុំចង់ឃើញមែនតើថាណាគេនឹង fight ឈ្នះប៉ុន្តែ what អូខេលោកចង់និយាយ explain Dylan Dennis ហ្នឹងចាប់ដើមយកជាមួយនឹង photo របស់ Nina which is ជា fiance របស់ Logan Paul ដែលទំតែភ្ជាប់ពាក្យហើយដែល kiss lips to lips ជាមួយនឹង other guys use tongue ឲ្យចឡើង hug កាន់ដៃគ្នាដើរលេងជាមួយនឹង many other guys ហើយរបៀបគេនិយាយថា like she say a gold digger តាមជាមួយនឹងសិនអ្នកមានឬអញ្ចឹងដែរ so like Dylan Dennis ចាប់ដើមផុសហុកហើពេញនឹងដល់ហើយ Logan like មិននៅម្ខាងទៀតទៅគិតមិន you know អូខំចូលមក that's tough you know and ទី1សួរបើនិយាយតាមត្រង់តើខាងស្រីគាត់ខកអីគាត់ខកអីទេ she just ហួរនៅជីវិតរបស់គាត់ហើយគាត់មានសង្សារណាគេក៏មានសង្សារដែរហើយមនុស្សមានសង្សារច្រើនធម្មតាតើ the problem គឺគាត់នៅក្នុង spotlight now គាត់តែជាអត់ស្និទ្ធជំរឿឲ្យគ្រប់យ៉ាងទៅផុសឲ្យដូច Logan បាននិយាយអញ្ចឹងហូបមនុស្សប្រុសមួយចំនួនសិតតែ fan សុំថតជាមួយហើយការណៃគឺយើងអាចមានសង្សារមួយយើងផងមួយនឹងសង្សារមួយយើងផងមួយប៉ុន្តែនៅក្នុងជាមួយនឹង situation គាត់ខ្ញុំមើលទៅ like ហេមានការវីដេអូគាត់និយាយថាគាត់ថៃការនេះណាអាហ្នឹងយ៉ារៀងនិយាយនឹងចំណុចត្រូវប៉ុន្តែ which ចំណុចមួយទៀតដែលរៀងនិយាយត្រូវ opinion ខ្ញុំអាហ្នឹងខ្ញុំអាចរៀងនិយាយ opinion របស់រៀងបានប៉ុន្តែមួយគាត់គេថាគាត់មិនអ្នកផុសហ្នឹង like ជាមួយនឹង paparazzi អ្នកឃើញគាត់ហើយខ្ញុំមកថតគាត់មាន share ហ្នឹងឯង like ដែលស្អីគាត់ដើរមួយ Leo DiCaprio ហ្នឹងlike ដឹងតែមានគេតាមហើយដល់ lifestyle ខ្លះ you know clearly you know ជាការសម្រេចចិត្តរបស់ her នៅពេលដែល her នៅក្មេងចង់បាន cloud ក្នុងហើយគាត់ក៏ជា model ជាអី so រឿងខ្លះទៅត្រូវខ្លះទៅខុសតែទីគឺ let's say គាត់រឿងខ្លះក៏អត់មានជំរឿណាយើងបកមកមុនពេលដែលយើងត្រឡប់ទៅនិយាយឲ្យរៀង deeper ទៅលើរឿងហ្នឹងយើងបកមករឿងដែលយើងមូលហេតុដែលយើងនិយាយដល់កន្លែងហ្នឹងគឺរឿង relationship ហ្នឹងឯងគឺយើងមនុស្សយើងភាគច្រើនយើងមានជំរឿនៅក្នុងការ keep everything private so ជាការគោរពទៅកាន់ future
បកគោ ប យើង កយ៉ានឹងទៅថ្ងៃក្រោយ ដូច យើងខ្លួនយើងទៅគ្រប់យើង Yeah. ខ្លួនឯងនៅណែអនាគតយើងអត់ដឹងថាមិនបានយើងមានឋានៈធំ Yeah យ៉ាយើងមិនចង់ឲ្យមានតែគេមានរូបថតរបស់យើងទៅ blackmail យើងទេ Yep. ហើយដើម្បីជាការគោរពដល់មិត្តស្រីឬមួយក៏ប្តីឬមួយក៏ប្រពន្ធយើងនៅថ្ងៃអនាគត Yeah អាជីវិតយើងនៅយ៉ាងហ្នឹងគិតតែម្យ៉ាងចេះយើងនឹងមិនសូវមាន decision ល្អច្រើនទេពេលយើងនៅក្មេង Yeah. so មានអីយើងទុក privacy ទៅកុំថតកុំអី Yeah. ញ៉ៃ ដូចរៀង brother ហ្នឹងខ្ញុំនឹកឃើញរឿងចេះស្អីនេះបងសាលគាត់ private ខ្លាំងថា Yeah ពេលគាត់ engage Mary Film ខ្ញុំឡើងអូ what the fuck Yeah. since ប៉ុន្តែ when ប៉ុន្តែ like គាត់ធ្វើអញ្ចឹងក៏ខ្ញុំឃើញមកគាត់ថាត្រូវល្អខ្លាំងមែនតើ Yeah ដោយសារអីគាត់លើឧទាហរណ៍ចេះអានេះខឧទាហរណ៍ណាបើសិនណាពីអ្នកគាត់អត់ end up well ហើយបើសិនពួកគាត់អត់តន់ shop ពីហ្នឹងអត់តន់ like ឲ្យប៉ាម៉ាក់ផ្សេងឬក៏ដឹងអីចឹងទៅហើយយើងគាត់ចាប់ឡើងផុសអញ្ចឹងបើសិនអញ្ចឹងចុះ reputation ខាងស្រីដល់ពេលថ្ងៃទៅមុខវាអញ្ចឹង yeah ការមានជីវិត privacy វាមានម្យ៉ាង you know the scenario you just mentioned ហ្នឹង I have a great example of someone តែអត់អាចនិយាយបានទេតែគាត់ថាចាំនិយាយ out ចាំតិចទៀតចាំនិយាយ I mean យើងដឹងទាំងអស់គ្នាថាបើសិនជាដល់ថ្ងៃក្រោយ let's say យើងមានប្រពន្ធមានកូនទៅ and then ស្រាប់តែមានអីមកបែកធ្លាយយើងអត់ចង់អញ្ចឹងទេអញ្ចឹងជាការគោរពទៅកាន់ដៃគូយើងថ្ងៃអនាគតមនុស្សដែលយើងនឹង serious ជាមួយរបស់ដែលយើងលេងសើចរាល់ថ្ងៃហ្នឹងយើង keep it private ទៅហើយប្រយ័ត្នប្រយែងទៅយើងអត់ចង់ឲ្យ regret ទេ ចុះមិនខ្ញុំសួររៀងរឿងថា like what like រៀងគិតមិនបើសិនកូនសុកដើរមកលេងប្រាប់ជើងដូចជាមួយនៅពេលខ្ញុំទៅប្រាប់នេះខ្ញុំមើលរឿងនេះប្រាប់មកដោយសារពួកខ្ញុំពេលហ្នឹងមក like 2ឆ្នាំហើយអញ្ចឹងទៅក៏ខ្ញុំនៅឃើញមុននឹងខ្ញុំប្រាប់ប៉ាម៉ាក់ខ្ញុំគិតច្រើនមែនតើហើយក៏ខ្ញុំមើលឃើញថាអូខេខាងស្រីគេខំបង្រៀនគេ mature ហើយខ្ញុំក៏ខ្ញុំមានឃើញដើរប៉ូឡាមានអីហ្នឹងដែរខ្ញុំនៅតែផ្ទះខ្ញុំធ្វើអីទៅមកខ្ញុំដល់ហ្នឹងទៅក៏ខ្ញុំគិតយូរមែនតើបើខ្ញុំចាប់ដើមប្រាប់ហើយមួយទៀតដែលថា goal ខ្ញុំមួយទៀតគឺថាខ្ញុំនៅឃើញនេះចេះចង់ឲ្យប៉ាម៉ាក់គាត់ស្គាល់ខ្ញុំអូខេហើយមួយទៀតគាត់នឹងត្រូវទៅរៀននៅជាមួយនឹងសុកហៅហើយខ្ញុំក៏ចង់ទៅរៀនដែរហើយមួយទៀតខ្ញុំចង់បានរៀនគិតមកមើល graduation ណាអត់សូវមានជាមួយដៃគូគ្នាពីរនាក់ហើយមកដល់ថតមួយប៉ាម៉ាក់នេះហ្មងឯងខ្ញុំចង់បានហ្នឹងហើយក៏ខ្ញុំបានប្រាប់ជាមួយនឹងប៉ាម៉ាក់ខាងស្រីអញ្ចឹងដែរហើយម៉ាក់គាត់ agree មួយហ្នឹង yeah and that's no law and for me I'm talking about I really don't mind that much relationship នៅ young age I'm talking ប្រាប់ចឹងក៏ very refreshing ដែរវា better ជាមានលុយលាក់ you know I would appreciate កូនមិនកុហកហើយកូនមិនលាក់បាំងហើយប្រាប់សូយើងជួយតាមដានទាំងអស់គ្នាសូមានការអីយើងនឹងតាមដានរឿងកូនយើងហើយយើងអាចមកធ្វើការ study វាបានហ្នឹងហើយបើសិនជាយើងមើលថាវារៀងពួកវាមួយ relationship ច្រើនយើងអាចប្រាប់វាបានថាកូនណាខំរៀនសិនទៅអីចឹងទៅឬមួយក៏អាចសួរនាំថាម៉េចហើយអានេះវាមិនអានោះវាមិនអញ្ចឹងសួរហើយក្រោយសួរបញ្យល់កូន you know អាហ្នឹងក៏ប៉ុន្តែ refreshing ហើយក៏ប៉ុន្តែអាមានរឿងហ្នឹងអស់ហ្នឹងកើតឡើងក៏វាជួយដល់អាចថាជួយដល់បញ្ហាដែលមានរឿងដែលអាចកើតឡើងពេល relationship នេះយ៉ាងអីច្រើនដែរនៅពេលដែលស្អីយើងបើឲ្យគេស្គាល់យើងក៏យើងអត់ហ៊ានធ្វើពេលដែរច្រើនដែរហ្នឹងហើយខយ៉ាងចង់សួរចង់ដឹងយល់ណា because ខ្ញុំគិតថាលើជំនាន់ឥឡូវវាពិបាកមែនទែនរឿងអត់ relationship ព្រោះខ្ញុំឃើញគេអញ្ចឹង so អាហ្នឹងក៏ខ្ញុំចង់សួរចង់ដឹង opinion ខ្លះ you know I don't know I just អត់សូវ good luck មានសំណាងម៉ាននេះជាមួយនឹង relationship នៅពេលដែលយើងនិយាយដល់ទីមួយ I can relate on that long distance relationship ហើយនិង long term relationship វាអត់សូវជាប់មែន I think តើពួកយើង I don't know I just believe that តើម្ដងពីរដង my take on relationship young age right អ្នកខ្លះ they just want to have fun they don't take it seriously look បើមានវាល្អជាងអត់ you know នៅពេលដែលយើងអាយុច្រើនទៅនៅពេលរងថ្ងៃ I'm 27ខ្ញុំ imagine ថាតើបើសិនជាខ្ញុំ go crazy នៅពេលអាយុខ្ញុំក្មេងតើជីវិតខ្ញុំវាពិបាកឬមួយក៏សប្បាយចិត្តមែនណា but at least អាចឆ្លងកាត់រឿងហ្នឹង so យើងពេលដែលរឿងមកយើងនៅស្ដាយរឿងមួយចំនួនដែលយើងអាចឆ្លងកាត់ហើយយ៉ាងធំមកអា relationship sweet cute moment នៅពេលដែលយើងនៅ high school ហ្នឹង is fun it will give you a very nice តែពេលយើងទៅចាស់ទៅមុខទៀតយើងធ្វើអាហ្នឹងមិនបានយើងអត់ចង់ focus តែអង្គុយ yeah តើយើងអត់ចង់ too nice ពេកទេ you know ពីព្រោះថា at least ពេលយើងនៅក្មេង you supposed to make mistake យ៉ាងហ្នឹងអា mistake ហ្នឹងហើយព្រោះ imagine ថាយើងអាយុ30ជាងមកយើងចាប់ផ្ដើមប្រឡូករឿងខូចទៅចាស់គេថាតែចាំតែចាំបានខូចទៅហើយ you know and អាហ្នឹងពេលយើងនៅរៀន at least
you guys are lucky too you know ទោះបី you guys work hard you can consider lucky អញ្ចឹងពេលនៅរៀនវាជាឱកាសមួយព្រោះថាយើងអាចរៀនផងយើងអាចសប្បាយបានតិចតួចផងអានោះវា fun យើងនៅក្មេង ព្រោះយើងផុតពីពេលវេលាហ្នឹងទៅយើងលេងបានសប្បាយអញ្ចឹង trust me រឿងមួយចំនួនដែល you guys ប៉ុន្តែ like មួយខ្ញុំអត់មានគិតឃើញជាមួយនឹងផ្លូវខាងសប្បាយហ្នឹងអានេះក៏ចង់ point I mean out field trip ជាមួយមិត្តភ័ក្តិមួយ school លេទៅ abroad trip ជាមួយនឹងមិត្តភ័ក្តិជុំវិញមានសង្ឃមិត្តស្រីយើងទៅដែរមានយក school mate ដែរ that would be fun that would be fun អាហ្នឹងជា long lasting memory យើងចាំ I trust me like crazy you know do something adventure you know ឧទាហរណ៍ទៅ cliff មួយដែលនៅមាត់សមុទ្រនៅបរទេសយើងទៅ and then load ចុះទៅហែលទឹកមួយគ្នា one day ពេលយើងអាយុ27 យើងឡើងហ៊ានធ្វើហើយ យើងនឹងឡើងហ៊ានធ្វើអាយុ ឬក៏ level ជាមួយកូន your body will be beat up trust me ពេល you 20 ដល់ពេលរៀងអញ្ចឹងណា yeah ដូចលើកមួយខ្ញុំចាក់ខ្វះចេះមិនប៉ែមខ្លាចយន្តហោះម៉ែហើយ like ក្មេងមកជួយយន្តហោះម៉ែខ្ញុំលួនជួយយន្តហោះណាប៉ុន្តែឥឡូវញ៉ាត់ដឹងមិនខ្ញុំមានអារម្មណ៍ណាឲ្យជួយយន្តហោះអូខេចាប់ដើមជួយយន្តហោះហើយ yeah bro វាចាប់ដើមមានអារម្មណ៍ចឹងប៉ុន្តែមួយខ្ញុំ airplane nerd យន្តហោះ model អីខ្ញុំស្គាល់ engine មកអីខ្ញុំស្គាល់ទាំងអស់ប៉ុន្តែខ្ញុំស្គាល់មានអីគេនិយាយទៅអា Lego នេះវាខកឃើញយន្តហោះចឹង like យើងសប្បាយចឹងហ្មងប៉ុន្តែក៏ចាប់ដើមអង្គុយប្រាប់ចាប់ដើមខ្នងនឹងត្រង់ហ្មងអង្គុយចាប់ដើមនេះហ្មងលើមួយខ្ញុំឆ្លៃប៉ាមិន like ជិះយន្តហោះ you know វាសប្បាយអីប៉ុន្តែដល់ពេលឥឡូវមានអារម្មណ៍ណាអូយ៉ាអាហ្នឹងឯងអារម្មណ៍ប៉ាដែលគាត់និយាយថាគាត់ខ្លាចនឹងមិនឲ្យយើងនឹងចាប់ដើម experience ចឹងដូចគ្នាហ្នឹងអញ្ចឹងពេលដែលយើង as when we get older like អាកន្លែងខ្លះដែលម៉ាក់ប៉ាយើងធ្លាប់តែនិយាយរហូតណាយើងចាប់ដើមយល់យើងចាប់ដើមយល់ ជឿចាស់រឿងមួយចំនួនធំរឿងចាស់រឿងមួយចំនួនធំក៏សើខហើយ I can promise you guys រឿងមួយគឺអាយុ you guys កាន់តែយើងច្រើនទៅ you guys កាន់តែបដូរ interest របស់ដែល you guys interest ឡើយ you guys នឹង stop like for me រឿងច្រើនណាស់ដែល I found like very useless ពីមុនឧទាហរណ៍ hang out in a club oh yeah I found that shit I never gone into a club once yeah I mean you guys gonna go face មួយ and you guys don't have to be crazy you just gotta have fun អញ្ចឹងអត់ស្អីទេដល់ one ពេលមួយគឺអាបទចម្រៀងក្ដុងក្ដាំងវា like interest you guys but for me I'm still sometimes I still want to go ប៉ុន្តែ I don't have that lifestyle to achieve to have fun អាហ្នឹងlike oh I need a drink like I cannot like I can't even handle my drink properly ឥឡូវហ្នឹងខ្ញុំគាត់ថាខ្ញុំចូលដូចរបៀបរៀង like mindset ដែលខ្ញុំគិតលើរឿងនៅ club អីហ្នឹងមួយខ្ញុំលោកមុនប៉ាមគាត់បើក club ចុះ so អញ្ចឹងdamn club អីគេhoney club like what របៀប club អីគេអូខេឥឡូវ club ធម្មតាអូខេមុនហ្នឹងពួកខ្ញុំមានកន្លែង mention នឹងមួយ convert ទៅជាមួយនឹង gym ហើយមាន sauna gym sauna convert ទៅជា club មួយហើយ convert ទៅជាជាមួយនឹង restaurant មួយអញ្ចឹងមើលកន្លែងហ្នឹងគេហៅរបៀបដូចភូមិគ្រឹះអញ្ចឹងណាប៉ុន្តែlike ខប៉ាមគាត់គិតនៅក្នុង business standpoint គាត់បែងចែកអញ្ចឹងហើយធ្វើដើរល្អមែនតើដល់ពេលយប់មួយហ្នឹងគេថាមានប៉ាមគាត់ invite ជាមួយនឹង Get Smart សក់ក្រៅមកខ្ញុំចង់នេះមែនតើ so ដល់ពេលយប់ឡើងខ្ញុំក៏ like sneak ចេញទៅចូលនៅក្នុង club របស់ប៉ាខ្ញុំណាសនសក់ដបងគេរកខ្ញុំចេញប៉ុន្តែគេមកអូនគេ like ចឹងគេឲ្យចូលណាដល់ខ្ញុំដើររកកិច្ចប៉ាតែដល់ឲ្យដើរជួបប៉ាតែជួបប៉ាគាត់ឲ្យនៅម្ដុំនៅចិត្តគាត់អីចឹងទៅហើយ experience ប៉ុន្តែឥឡូវមួយខ្ញុំ one of you ខ្ញុំឃើញណា club គឺជា distraction club វា useless មែនតើសូម្បី drinking លើមួយខ្ញុំធ្លាប់សាកប៉ុន្តែឥឡូវតាំងពី like មួយ partner ខ្ញុំឲ្យមកចឹងហើយណាខ្ញុំឃើញវាថាវា useless មែនតើ like វាអត់មានជួយអីជាមួយសុខភាពយើងនៅទីមួយ It's something you do to have fun with your friends and hang out again ពេលដែលយើងឯងនិយាយដល់ one day your interest gonna change ហ្នឹង idea ហ្នឹង gonna change ដែរ one day ដល់ពេលមួយទៀត you guys understand ដែល you guys នឹងយល់ឲ្យថាការប៉ទៅធ្វើរឿងដែលមិនល្អវាមិនមែនមិនល្អសោះទេពេលខ្លះ it's fun to experience new thing តិចតួច you know and it's ទីមួយចេះវាមិនមែនជា bad thing ទេនៅពេលដែលយើងមាននៅពេលដែលយើងយូរម្ដងយើងទៅក្រៅ relax ជាមួយមិត្តភក្តិយើង celebrate your success ឧទាហរណ៍ launching a new business ថ្មី doing deal you know have fun ជាមួយនឹង your right class of people ចូលទៅមាន whisky តិចតួច it's okay it's not a bad thing you not យើងមិនមែនមនុស្សប្រមាក់ទេ you know យើង not មិនមែនមនុស្សធ្វើការគួរពីយ៉ាផឹកមួយថ្ងៃក៏មានមកកំប៉ុងមកហូបបាយបាន it's not អត់ប្រយោជន៍ទាំងស្រុងមកគឺយើងបាន entertainment ហើយ networking មកវិញខ្ញុំមិននិយាយរបៀបទៅអញ្ចឹងទេ because ខ្ញុំនិយាយនឹងចង់មកចេះដោយសារតែឥឡូវប៉ាម៉ាក់គាត់ស្គាល់គ្នាខ្ញុំអត់ចង់ឲ្យ mate ចង់ឲ្យម៉ាក់គាត់គិត anything ដែលរបស់ខ្ញុំទេប៉ុន្តែដោយសារអាហ្នឹងដែល me allowed ខ្ញុំ to quit អាហ្នឹងបានសូម្បីលើកមុនខ្ញុំមានអារម្មណ៍
ម៉ាក់ខ្ញុំគាត់ឃើញខ្ញុំទិញ soju មកអញ្ចឹងណា Yeah. តែមុនម៉ាក់សួរអីគេខ្ញុំថាម៉ាក់ទឹកផ្លែឈើហើយ at one point ម៉ាក់គាត់អូគាត់ស្រែកទឹកហើយគាត់ឃើញគាត់ចង់យកផឹក ចូល គាត់អត់ដឹងទេដែរតែមកគាត់ដឹងថានេះចឹងប៉ុន្តែគាត់ក៏មានថៃខ្ញុំដែរដោយសារតែខ្ញុំមានធ្វើអីខុសអីចឹងណាហ្នឹងហើយប៉ុន្តែដល់ពេលចាប់ដើមនេះចឹងហើយ after like ចាប់ដើមគិត take អារឿងហ្នឹង serious គេថា okay wait តែទៀតត្រូវ like ប្រាប់ម៉ាក់គេហើយចូលបើសិនម៉ាក់គេដឹងថាយើងផឹកហើយយើងនៅអាយុប៉ុណ្ណឹងអាហ្នឹងគិតមកគាត់ឃើញមិនហើយប៉ាម៉ាក់យើង view យើងឃើញមិនថាឥឡូវអូខេឥឡូវវាចាប់ដើមចូលដល់ step មានចាប់ដើមមានស្នេហាហើយហើយតែវានឹងអង្គុយផឹកអីចឹង like វាមិនបាច់វិញអានេះយើងចាប់ដើមគិតរឿង view សងខាងដល់ចុះឡើងហ្នឹងវា allow ខ្ញុំទៅ quit អាហ្នឹងតាមហ្នឹងទៅ Yeah. No, I get you guys brilliant មែនតើ that you guys អាចគិតអំពីរឿងទាំងអស់ហ្នឹងអាចវិភាគអាចមាន opinion ទៅលើរឿងហ្នឹងហើយអ្វីដែលខ្ញុំអាច share បានពីព្រោះខ្ញុំឆ្លងកាត់អាយុច្រើនជាង you guys បន្តិចអាច share បានគឺright or wrong is okay you know ពេលខ្លះយើងចាំបាច់គិតថាវាត្រូវឬខុសច្រើន everyone make mistake បាត់ទីមួយ we're all humans to វាល្អដែរសម្រាប់យើងទីមួយ you guys still young 18 no need to be alcoholic but you guys ក៏អាយុផឹកហើយ so បើមិនតិចតួចក៏វាអត់អីដែរហើយរឿង club តិចតួចក៏វាអត់ដែរ actually ធ្វើរឿងខូចក៏វាអត់អីដែរតិចតួច no you know hey I know man No, it's no, okay we don't need to discuss that យើងចាំមិន discuss រឿងហ្នឹងទេប៉ុន្តែ I know មនុស្សផង and I believe មនុស្សផង100លើ100គឺ do the same thing មួយចំនួន so it's okay it's our nature yeah it's a nature it's part of មនុស្ស it's part of ពួកយើង and it's okay វាមិនរឿង alpha រឿងអីទេមិនមែន entertain អីទេ it's all good bro it's all good តិចតួច you gonna enjoy តែច្រើនមិនក៏វាធុញដែរ your interest gonna change one day you gonna need ណាខ្ញុំ understand what he engage yeah យល់ fully like for me like ដូចខ្ញុំឥឡូវខ្ញុំបដូរ even the way ខ្ញុំគិតពី business the way គិតពី business ពីក្មេង you know I tune into ខ្ញុំ join startup competition ធ្វើអី I'm really ចង់ធ្វើ something innovative ឥឡូវក៏ change ចង់ធ្វើអីស្រួលចង់ធ្វើអី that វា legit ដែលវា realistic goal ពេលដែល set goal ឥឡូវវា set realistic goal ហើយ something that matter impactful ឧទាហរណ៍រឿង business ខ្ញុំអត់គិតអី complicate ពេកឥឡូវហងៃតាំងពីយើង20ជាងមករាប់អាមនុស្សដែលត្រូវយើងឡើងគិតរឿងអី complicate យើង I don't want to do ពីមុនពេលដែលគិតរឿង business គិតរឿង start up ចង់ធ្វើ app like focus on POS system ធ្វើ point អញ្ចឹងណាឲ្យគេសំបន្ទុកទិញអីវ៉ាន់គ្រប់អីចឹងទៅហងៃយ៉ាងត្រង់មកយើងគិតរឿង tech start up យើងធ្វើនេះទៅច្រើនពេកប៉ុន្តែយ៉ាងត្រង់នៅស្រុកខ្មែរយើងមាន opportunity ច្រើនណាស់ជាមួយនឹងរបស់ដែលយើង traditional ដែលយើងអត់ទាន់ do better and that's the way I thinking like ពួកយើងគ្រាន់តែអង្គខ្មែរយើងមិនទាន់ធ្វើឲ្យលក់ជាងស្រុកយ៉ាងស្រួលផង you know គ្រាន់តែយើងសុំទោសមិននិយាយលើប៉ុន្តែបងដែលជាកម្មករសំណងដែលគាត់អ្នកធ្វើកម្មករសំណងក៏គាត់មិនតមានឱកាសល្អផងយ៉ាងត្រង់ចុះគាត់អត់បាន pay well ទេ so យើងមាន opportunity ច្រើនណាស់ដោយអាចនិយាយរឿងកដោយមហូបខ្មែរយើងកុំតន់គិតរឿងទេស្អាតលក់នៅបញ្ចុកឲ្យតែលក់នៅបញ្ចុកឲ្យតែ standard global ហើយអាចជិះទៅ international សិនទៅនិយាយយ៉ាងត្រង់មកវាយើងគិត too complicated ពេក that's my hot take និយាយចឹងក៏ត្រូវប៉ុន្តែមួយ point of view ខ្ញុំមើលអាចគ្រឿងខុសតិចដោយសារមួយខ្ញុំអានេះ maybe ដោយសារដូចនិយាយចឹងខ្ញុំអត់ទាន់ go through everything គ្រប់គ្រាន់អស់ប៉ុន្តែមួយខ្ញុំចង់ strive ទៅអា like ឲ្យធំខ្លាំងខ្ញុំមានអារម្មណ៍ថានេះខ្លួនខ្ញុំប៉ុណ្នេះហេប៉ុន្តែ like មួយ mind ខ្ញុំហើយជាមួយនឹងអីនេះខ្ញុំចង់ you think big ខ្ញុំចង់ think big ខ្ញុំចង់ go worldwide ខ្ញុំចង់នេះហ្មងហើយ really ខ្ញុំចង់ make it work ខ្ញុំចង់ខ្លាយទៅជា entrepreneur មួយខ្ញុំចង់ like be like អារបៀបថាគេអារបៀបពាក្យដែលគេតែនិយាយថា oh be the first millionaire in your family អាហ្នឹងគឺខ្ញុំចឹងប៉ុន្តែក៏ដូចនិយាយចឹង interest might change no I understand and មិនមែនមនុស្សណាក៏គាត់អាចនិយាយចឹងហើយក៏អាចធ្វើបានទេមនុស្សមួយចំនួនខ្ញុំយល់ mindset គឺអាចចង់ឲ្យ like ក្មេងៗទាំងអស់គាត់គិតថាគិត tech start up ឬមួយអីទាំងស្រុងមើល something realistic ពីព្រោះថាបើសិនជា business ទាំងអស់វាដើរបានច្រើនវាល្អសម្រាប់សេដ្ឋកិច្ចយើងទាំងមូលប្រទេស imagine ពួកយើង focus លើរឿង agriculture ដល់ខ្មែរយើងហើយជាមួយវិស័យទេសចរ you know that would be work ប៉ុន្តែរឿងមួយទៀតមានតែ crazy idea ដែលផ្លាស់ប្ដូរពិភពលោកបាន and the people like you is important and the problem គឺខ្ញុំជួបក្មេងខ្ញុំជួបមនុស្សអាយុវ័យ the same you guys ច្រើន that the idea ពួកគាត់មានតែ idea ហើយ idea គាត់វា crazy ហើយបើសិនជាវា work វា very good but thing គឺពួក I don't know ពួកគាត់មាន what it take to tour វាអត់ I sit with you guys today and talk to you guys ខ្ញុំមានអារម្មណ៍ថា
you guys are one of those people that អាចយកធ្វើ idea ហ្នឹងចេញពីព្រោះ you guys passion លើបើ you guys ធ្វើឲ្យ you guys commit ហើយ you guys ជាមួយនឹងមនុស្សប្រុសពីរនាក់មានអាយុ8 10 ឆ្នាំ and you guys ជាមួយអ្វី you guys បានធ្វើបានខ្ញុំជឿ you guys ធ្វើបាន yeah I don't put it that way I think you guys ខ្ញុំយល់ទេ very good You know what's the worst scenario ពេលដែលយើងធ្លាប់តែយើងខ្លាំងខាងអីមួយដល់ពេលទៅមុខទៀតយើង change interest ហើយដល់ពេលយើងមកធ្វើវិញយើងធ្វើអត់ល្អដូចពីមុនណា like you used to be good at something ដល់ពេលទៅមុខទៀត part of the process though Yeah I know but like it feels really bad ពេលដែលយើង used to be good at stuff and then ដល់ពេលទៅយើងមកធ្វើម្ដងទៀត មិនថាតែអីដូច like មើល you can also relate to it like ដូចមួយខ្ញុំ take a break ច្រើនមែនតើជាមួយនឹង TikTok me too ដល់ពេលយើងផលវិញមិន view អត់បានអីចឹងប៉ុន្តែមានចង់ mention អីចេះកុំលោរឿង opportunity ដែល you ឯងអត់បាន right now because you ឯង take break អាហ្នឹងឯងដែលអត់បានឲ្យយើង consistent ចឹងកុំលោរឿងថាគឺបែរតែមិនបានឥឡូវយើងអត់បាននេះចឹងកុំលោទៀមទាអីដែលយើងចង់បាន opportunity ហ្នឹងដែលយើងអត់បាន put effort onto perfect said ហ្មង yeah ក៏ប៉ុន្តែខ្ញុំនិយាយមិនស្អីខ្ញុំសោកមិញ everything is choice ក៏ប៉ុន្តែយើងរើសទេយើងរើសនៅក្នុងការ update consistent លើ platform and that's why I chose ពីព្រោះខ្ញុំត្រូវ make time for client so I don't that's what we get back we got more time with our clients we with something opportunity cost you guys gonna learn about it opportunity cost គឺវាបាត់ and it's okay you know you win some and lose some មួយខ្ញុំ can relate to most ពេលនិយាយថាកុំចេះតែ start ហើយ start ដើម្បីគាត់តែ start មួយខ្ញុំមានអារម្មណ៍ថា everyone that មួយខ្ញុំមានអារម្មណ៍ថា everyone that like start គេរបៀប start ហើយអត់មាន strategy ទេប៉ុន្តែមួយខ្ញុំមិនធ្វើទៅ worldwide យកហ្មងទេប៉ុន្តែខ្ញុំចង់ start មួយអីដែល give ខ្ញុំopportunity give ខ្ញុំ knowledge give ខ្ញុំ experience អីហើយដែលយើង build ជាមួយ structure ហ្នឹងហើយបានយើងអាចចង់យក structure ហ្នឹងទៅ multiply វាបានដោយសារដូចឡើយយើងអាចដំបូងយើងយករឿង1x1តែចេញលេខអីផ្សេងមកតែយើងត្រូវរៀន fundamental 1x1 6x1 បានចេញទៅលេខធំ and that's អ្វីដែល related ជាមួយអ្វីដែល my point of view បាទ approach មិញហ្នឹងហើយនេះបាន I think that ពួកយើងគួរធ្វើរឿង realistic មុនពីព្រោះ at the end of the day យើងនិយាយមិញ all about money the thing គឺ you know what can I say ហើយនេះបានខ្ញុំមាន conversation ហ្នឹងជាមួយអ្នកស្គាល់គ្នាដែលគាត់ជា CEO ក្រុមហ៊ុនអីចឹងណាធំអីចឹងណា and ពួកខ្ញុំ this is very shitty to say but for me I think hot take today gonna be controversial it's fine here I think ខ្ញុំគិតថា some of the startup competition is very bullshit they take advantage ជាមួយនឹងក្មេងៗដែលគាត់មាន passion ទៅលើ idea and they just invest on their hype they បដោះឲ្យក្មេងៗមានអារម្មណ៍ថា what they do gonna work so they gonna take opportunity ជាមួយនឹង investment របស់ពួកខ្ញុំ and មិនមែនទៅលើស្ថាប័នធំៗទេគឺ VC មួយចំនួនពីព្រោះអី they just build an idea ហ្នឹងមក they post social media motivational quote and everything ឲ្យក្មេងៗគាត់ believe that the idea gonna work មានស្អីទៅមានតាំងឃើញ conversation ចូលទៅមានតាំងពី app កំងបង្អែមlike មាន app កំងបង្អែមកំងបង្អែមសតតែចូលទៅ wow how does that app ខ្មែរយើងលក់នំបញ្ចុកមិនតន់ដើម you know what I mean យើងអត់តមានយើងអត់តមានរបស់ដែល realistic you know let's say បើយើងយប់ឡើងយើងឈឺយើងចង់ឲ្យថ្នាំពេទ្យ deliver មកដល់ផ្ទះយើងភ្លាមយើងមានអស់ហ្នឹងនៅមានរឿងច្រើនដែលវា realistic you know មានរឿងច្រើនដែលសង្គមយើងត្រូវការ and ក្មេងៗក៏ត្រូវបានគេហុញទៅ angle មួយចំនួនទៀតហើយខ្ញុំ I'm scared to even talk about it and ចេញទៅវិញគេចាប់ឡានខោ my business partner is like they are legit like some of them could like run $1,000,000 company and អ្វីដែលពួកយើងនិយាយគឺនៅពេលដែលក្មេងៗគាត់ធ្វើរឿងធំសិនគាត់មាន fun ឧទាហរណ៍ structure មួយ you know ឧទាហរណ៍ you know profitable business can do everywhere ដែលវាអាចបង្កើតការងារជួយសង្គមបាន I'm open it លក់បាយសូបបាទអូឃ្លានបាយសូបហើយ I want to open បាយពីប់ឡើង yeah ទៅភ្លើង I want to open it yeah like បើកពីម៉ោង8ម៉ោង9អីហ្នឹងម៉ោង10លេខដល់ភ្លឺហ្មង yeah តែពួកអ្នកស្រវឹងចេញមកហើយនិយាយហ្នឹងក៏វារបៀបមួយទៀតខ្ញុំនឹកឃើញដែរនឹង good idea ដែលថាតែអាហ្នឹងវាពងតែមាន open market មួយហ្នឹងតែលើគេអត់ទាន់ get ធូរអាហ្នឹងឯងប៉ុន្តែបើថាយើង can be the early bird អាគេពីអង់គ្លេសនិយាយ early bird get the អីគេ worm ហ្នឹងហ៎ yeah early bird get the worm និយាយចឹងអាហ្នឹងក៏ត្រូវ really នេះមែនតើ yeah for me I like អងថ្ងៃ I change my mindset ពីក្មេង
I like tech startup មក like អី បាទ ផងហើយ I just want to do Something normal shit realistic. like បាយម្ហូបស្រាប់ពេលថ្ងៃ Yeah I know you guys probably never eat បាយម្ហូបស្រាប់ពេលថ្ងៃត្រង់អាកន្លែងអ្នកធ្វើការ but I tell you guys it's impossible សម្រាប់ you guys ទៅស្វែងរកកន្លែងលក់បាយម្ហូបស្រាប់ដែលអត់ស្ងាត់នៅពេលម៉ោងបាយ mai cái thi ai kê you know ឲ្យតែ you guys រកកន្លែងក្បែរសាលារៀនក្បែររោងចក្រក្បែរកន្លែងមាន office ច្រើនក្បែរកន្លែងច្រើនបាយម្ហូបស្រាប់ business ហ្នឹងអត់ដែរមានស្ងាត់ឲ្យតែដល់ម៉ោងថ្ងៃគឺមនុស្សពេញទាំងអស់ ហ្នឹងហើយ impossible ខ្ញុំចូលទៅកលុកកលៀតបាយម្ហូបស្រាប់នៅមនុស្ស so it's like I think គឺ you guys can do យើងអាចធ្វើអ្វីមួយដែរដែលវាអាចដើរសិនបន្ទាប់មកយើងធ្វើរឿងដែលវាជួយយើង and then យើងយកចំណេញពីហ្នឹងទៅធ្វើរឿងដែលយើងអាចធ្វើបានកន្លែងហ្នឹងគឺបើនិយាយខ្លីទៅធ្វើរឿងដែលវាអត់ sexy yeah តែវាមាន profitable បន្ទាប់មកយើងយកវាទៅធ្វើរឿងដែលយើងគិតថាវាអាចជួយសង្គមបានច្រើន at global scale យល់ most people fail because like they overcomplicate hay they have high expectation start away that not realistic yeah hay you know how many មនុស្សម្នាក់ដែលមាន ideas ដូច Uber មុន Uber yeah like Yeah. something could be that simple ហើយគេយកមកធ្វើតែអ្នកខ្លះគិតថាsimple ពេកដូចជាអត់ទៅមើលដូច Cabila មកគាត់គ្រាន់តែធ្វើប៉ុណ្ណឹង it changed his whole life yeah sometimes we don't have to complicate things គ្រាន់តែហៅអាណាដែលមានស្រាប់យើងយកមកបន្ថែម enhance it I utilize it right ដូចបងនិយាយមិញហ្នឹង តែយើងនិយាយចឹងវាអាចទៅថាវា kill dream របស់មនុស្សមួយចំនួន yeah true it's not the idea it just look សាកល្បង yeah ធ្វើ your crazy ใช่ idea yeah មកធ្វើបានហើយបដូរទៅ like Yeah. keep it simple ទៅ you know វាថាបើផ្លូវហ្នឹងទៅអត់រួចហើយយើងដូរផ្លូវ yeah ពាក្យ never give up it just again it just yeah ពេលខ្លះយើងគួរដឹង when to give up yeah when to give up ពេលខ្លះ អាផ្លូវហ្នឹងយើង Yeah. ទៅមុខ វារបៀប ដូរផ្លូវហ្មង អានេះវាអត់ related to our never give up ហ្នឹងឯងប៉ុន្តែខ្ញុំ mention មួយពាក្យថាយើងត្រូវ realize ពេលណាដែល good change yeah អាហ្នឹង that's better that's គឺ better Yeah. គឺ something ដែលខ្ញុំគិតថា most children នៅជាមួយនឹង generation របស់ពួកខ្ញុំហើយជាមួយនឹង parent គឺ struggle with យើងដល់ពេលដែលយើងត្រូវនេះ cross bridge ដើម្បី change ទៅអីថ្មីមួយហើយយើងអាច follow ជាមួយនឹង structure ចាស់បានទេយើងត្រូវការទៅអីថ្មីដែល improve ហើយពេលខ្លះខ្ញុំគិតថា parent ពេលខ្លះក៏ត្រូវ value ជាមួយនឹង opinion របស់ like អ្នកផ្សេងដែលគាត់ like give out not everything ដែលចាស់និយាយត្រូវចង់បានន័យចេះ study នេះគឺនៅក្នុង history ក្នុងឆ្នាំ1999 the world is study changing ថ្មី fast គឺនៅក្នុងឆ្នាំ2021លើបើសិនរៀងយកមួយណា study ថ្មីមួយណាអីចង់យក study មួយណា Why did both វា both ប៉ុន្តែចង់និយាយចេះ បើឲ្យតែមួយ yeah យកថ្មី យកថ្មីដោយសារអីអាថ្មីគេ discover អីថ្មីមួយអីគឺ time different ខុសគ្នាហើយមានអ្នកឆ្លាតខុសគ្នាឡើយឧទាហរណ៍អ្នកនេះឆ្លាតនៅ history ប៉ុន្តែអានេះឆ្លាតនៅ history ហ្នឹង only use បាននៅក្នុងជំនាន់មួយដែលត្រូវគេត្រូវការចាប់អារម្មណ៍ពីរឿង history អាហ្នឹងមិនអ្នកឆ្លាតហ្នឹងអាច thrive នៅក្នុង generation ហ្នឹងបានប៉ុន្តែឥឡូវចូលមកក្នុង generation របស់យើងគឺ generation អីថ្មីត្រូវការអី innovative something ដែលពាក់ព័ន្ធជាមួយនឹងដូច technology អីច្រើន yeah វាក៏ different timing different អីគឺថានេះចឹង Yeah. I hope you get the point yeah no I hope you get my point yeah I do why វាត្រូវតែ balance មួយគ្នា the way ដែលយើងធ្វើ keep traditional the reason why we work ពីព្រោះអី we work so បើយើង switch ទៅទាំងស្រុងពេកក៏វាអត់កើតដែរ yeah you So, will experiment yeah. things Yeah, you know ，ខ្ញុំគិតថា I think I'm in the right position នៅក្នុងការលើកអារឿងឡើងលើ social media គឺពីព្រោះ I'm kind of like revolutionize រឿងមួយចំនួនហើយខ្ញុំនៅក្នុងវិស័យ digital and យើងអ្នកធ្វើ TikTok ទៅអី so យើងយល់រឿង technology ច្រើនប៉ុន្តែនៅពេលដែលយើងយល់អញ្ចឹងហើយឯងគិតថា I'm in a safe space មួយទៅ remind មនុស្សគ្រប់គ្នាថាកុំចោលរបស់ traditional រឿងខ្លះវានៅតែ work អញ្ចឹង yeah like យើងអាចនិយាយថា social media we go global but maybe ពីព្រោះអ្នកដែលនិយាយហ្នឹងអត់ដែរចូលទៅ global គិតគោជាងភ្នំដែល អ៊ីនធឺណិតទៅអត់ដល់ទៅ radio you know that's why radio ad still work yeah yeah you know នឹងពេលខ្លះយើងទៅផ្លូវឆ្ងាយយើងប្រើ icon ដែរហ្នឹងយើងមិន rely on ទូរស័ព្ទទាំងអស់ដែរ ប៉ុន្តែក៏ there utilize both yeah ដូចនិយាយចឹងពេលខ្លះក៏យើងត្រូវដូច adapt ដូចឥឡូវ podcast adapt មកពី radio ហ្នឹងហើយ Yeah. ក៏ឥឡូវយើងមាន Exactly. ជាមួយនឹង video podcast យើងត្រូវ adapt ទៅអីថ្មីអី អាហ្នឹងវា yeah យើងនិយាយទៅរបស់ប្រើមកយើងស្ទើរប្រើបានកុំចោលវា yeah កុំបដូរទាំងស្រុង yeah កុំដូរទាំងស្រុង យើងក៏ល្ងងដែរបើសិនជាយើងមានតែមួយ Yeah. តែចាស់ហើយយើងអត់ទៅថ្មី that's why right now I have an agency that focus រឿងខ្ញុំមាន agency media ដែល focus រឿង TikTok marketing yeah ខ្ញុំធ្វើមកខ្លះអត់រហូត
ដាច់ខាតកុំចោល Facebook ទៅយក TikTok Yeah ប៉ុន្តែបងឯងខុសហើយបងឯងគិតថាបងឯងមាន Facebook មួយគ្រប់គ្រាន់រឿង marketing បច្ចុប្បន្ន Yeah បងតែការ both Yeah we you know have to be flexible Even yeah pillar វា Yeah. I say ខ្ញុំនិយាយរាល់ថ្ងៃជាមួយនឹង Apple ជាមួយកាមេរ៉ាគឺយើងត្រូវ approach platform នីមួយៗ different ដូចគ្នាជាមួយនឹងការរកស៊ីឬការធ្វើរឿងអីមួយយើង approach វា different នេះប៉ុន្តែ approach ទាំងអស់យើងកុំចោលពីប្រភេទយើងចោល opportunity មួយright នៅលើ digital យើងមាន citizen លើនឹងមែនប៉ុន្តែយើងកុំភ្លេចថាមានមនុស្សច្រើនណាស់ដែលអត់ចេះ internet ហើយយើងអាចប្រើបានជាមួយ offline traditional way ហើយ approach ហើយ opportunity មានច្រើនណាស់យើងមើលយើងប្រទេសយើង yeah ថាទួយក៏បានថាធំក៏បានប៉ុន្តែយើងមាន opportunity ច្រើនណាស់យើងមានរឿងច្រើនណាស់ដែលយើងអត់ប៉ះយើងគួរតែអាចមើលទៅលើរឿងហ្នឹងហើយបង្កើតឱកាសការងារទៅលើរឿងហ្នឹងមនុស្សច្រើនណាស់ដែលត្រូវការឧទាហរណ៍យើងមើល like it should be something ដែលយើងអាចធ្វើបានជាមួយនឹងបងៗជាកម្មករហងចា Yeah I'm still កម្មករសំណងយើង I'm still thinking បើយើងធ្វើអីអត់បាន you know អត់នឹកថាមានអីប៉ុន្តែពួកគាត់មិនតាន់ get well pay ប៉ុណ្ណឹង Yeah I personally think like if content creation នៅស្រុកខ្មែរយើងរៀងទូលំទូលាយដូចសម្រាប់អ្នក vlog អ្នកអីគាត់ដើរលេងដើរអីអាចជួយ marketing ខាងវិស័យទេសចរហើយវិស័យទេសចរបើក job opportunity ច្រើនខ្លាំងមែនទែន 2 seconds that before me I'm about to say the same Yeah. thing few seconds after you គឺអាហ្នឹងហើយមាន something in the work Yeah. that I heard right now and you know បរទេស official មក បាទ គេចូលមកស្រុកខ្មែរហើយគេចូលទៅប្រទេសដទៃទៀតហើយ hire content creator influencer គេមួយប្រទេសដទៃហើយមកដើរលេងស្រុកគេដើរលេងស្រុកគាត់ដើម្បី travel vlog Yeah it's a marketing for the tourism you should do the same thing Yeah we should do the same we should pay definitely. Mr. Beast to come do Yeah we should pay Mr. Beast គាត់ គាត់អត់ទេតែមិនមែនគាត់មកហ្នឹងគាត់មិនមែនមកផ្ទាល់ អូយ៉ាប៉ុន្តែយ៉ាង like ក៏ I know but yeah actually យើងថតស្រុកខ្មែរយើង be in a spotlight ប្រហែលឆ្នាំក្រោยនេះច្រើនដែរជាមួយនឹង Nas Daily ជាមួយ Mr. Beast ជាមួយអី we need more and at some point we need to pay ខតែខ្ញុំ like រៀងមិនចាហ្នឹងមកខវត្តខ្ញុំ like initial thought របស់ខ្ញុំគ្រាន់តែឃើញចេះមនុស្សគាត់អត់ហ៊ាន give risk នឹង a chance យល់អត់ គាត់ហ៊ាន experiment ហ្នឹងហើយសំខាន់ខ្ញុំគិតថា everything is all about risk ដូចឡើយចាប់ផ្ដើមជាមួយនឹងលក់ skin care it's not មែនខ្ញុំខំឃើញនៅឃើញនេះរឿង skin care ខ្ញុំពេលចាប់ដើមខ្ចីលុយមកឯណាខ្ចីលុយហើយបានដល់ពេលហើយបានដំបងខ្ញុំ like ហ្មងតែនឹកឃើញរឿង skin care ហ្នឹងគឺហ្មង like ដល់ពេលចាប់ដើមលក់ហ្មងណាវាចូលមកក្នុង6ខែហ្មងតែចាប់ដើមនេះប៉ុន្តែខ្ញុំគាត់អត់ទេខ្ញុំអត់មានលុយ capital ទេប៉ុន្តែខ្ញុំខ្ចីលុយមកខ្ញុំជឿថាមកខ្ញុំគាត់would ជួយកូនគាត់ដឹងចង់ជួយឯង so ដល់ពេល take risk ហ្នឹងហើយដល់ហើយ realize អូតាមពិតមែនទេវាដើរតាlike យើងមានអាហ្នឹងនៅក្នុងហ្នឹងប៉ុន្តែតែយើង risk ដោយអារឿងហើយរៀងនិយាយរឿងជួលជាមួយនឹងមិនជួលដូច sponsor creator signal ស្រុកក្រៅ like មកដើរលេង like អាហ្នឹងគឺ good idea មែនទេបើសិនណាយើង like ណាគេមួយដែល take the first step ដឹងតែចាប់ដើមមានអ្នកផ្សេង business ផ្សេងគាត់ need ធ្វើ to revolutionize that ហ្នឹងហើយ you know how much នេះកោះនៅថៃ កោះ ក៏ឲ្យគេ កោះនៅថៃកោះដែលស្អាត កោះរងកោះ what the fuck Maldives កោះ Maldives okay yeah you know how much Maldives pay global influencer to just to go leg ហ្នឹងឆ្នាំ how much a lot why did I expect him to know the answer a lot man you know អត់ទេយ៉ាងមែនដូចបើយើងមុនទៅដើរលេងនៅថៃនៅអីយើងមិនមើល TikTok ភាគច្រើនយើងទៅដើរលេងដោយសារ influence from TikTok and stuff ទៅដើរលេងយើងអង្គុយមើល TikTok អូកន្លែងនេះស្អាតយើងទៅភ្លាមហ្មង ដូចតែរបៀបថាដល់ពេលយើងចង់ទិញ computer ថ្មីវិញយើងទៅមើល creator ហើយចឹង Apple ជាមួយនឹង product testing ទៅឲ្យនេះចឹងវាដូចតែគ្នាចឹង Imagine travel influencer ដែលធំជាងគេនៅក្នុងស្រុកនៅលើពិភពលោក5នាក់គាត់គាត់ចេញ vlog ថា the five reason why you should visit Cambodia ហើយ do you think travel gonna come yeah ហើយមួយទៅ like ខ្ញុំគិតថាហ្នឹងគឺជា good ខ្ញុំហៅថាម៉េចណោះចា like បើសិន like business ហ្នឹងគាត់ pay ជាមួយនឹង creator នៅមកអូខេខោឲ្យ creator ជួយនិយាយមកថាអ្នកខ្ញុំ booking តាមជាមួយនឹងនេះអាហ្នឹងគាត់ like can bring in ជាមួយនឹងលុយពីស្រុកក្រៅចូលមកប្រទេសមួយដែរ bro like let's you know travel influencer bring real tourism ចូលក្នុង market ច្រើនណាស់ yeah and if like ពេលនិយាយគាត់ស្ដាប់ but it's not cost that much to work with an travel influencer let's say អត់ដល់កន្លះលានទេ and you know បើសិនជាគាត់ bring មនុស្ស1លាន2លានអ្នកចូលមក those video គាត់ video ដល់ហ្នឹងវាគាត់ bring យល់ខ្ញុំយល់និយាយ another point of view we can take a look at ចង់និយាយថាខ្មែរយើង
នៅផ្នែកខ្លះគឺអត់ទាន់ well educated ទេពេលខ្លះគាត់ធ្វើវីដេអូធ្វើ content មកធ្វើរបៀប content នឹងស្អីខ្លះអ្នកខ្លះធ្វើ content មកក៏វាគូតពេញហ្នឹងអញ្ចឹងដល់ពេលយើង encourage ពួកគាត់ monetize ហ្នឹងក៏អត់កើត maybe don't know or they know it very well yeah អញ្ចឹង who know what they sell when they run exactly who know what they sell when they do ខ្ញុំយកយល់និយាយពងនិយាយគេមួយគេ អត់ទេ you talk about TikToker No. like ចង់ exotic TikToker ឥឡូវ YouTube យើងមិន monetize បានទេព្រោះ government យើងគឺ take care ហ្នឹងហើយថតហើយបើថាគេចង់ take care TikTok មួយទៀតក៏អាចបានដែរថតបើ បាន វាថាយើងនិយាយដើម្បីឲ្យ monetize នៅស្រុកខ្មែរយើងដែរបានថត អាហ្នឹងខ្ញុំមិនដឹងដែរ បាន ប្រហែលបាន នៅខ្មែរយើងរឿងនៅ YouTube ហ្នឹងដោយសារតែខាងអីគេក្រុមហ៊ុនច្រឡំក្រុមហ៊ុននៅខ្មែរ like government there's a part ហ្នឹង where ហើយ they take care of those stuff right ហើយ YouTube ក៏គេបាន announce ដែរថា we're going to be working with នៅខាងកម្ពុជាជាមួយចឹងដែរ យើងមាន agency យើងមានអាហ្នឹងតាក់ទងជាមួយ YouTube ជាមួយ TikTok អីតែដល់ពេលខ្ញុំគិតថា YouTube គឺវាអាច monetize បានហើយព្រោះ requirement វា strict ជាង TikTok ហើយបើ TikTok បើយើង monetize ដូចជា encourage ឲ្យពួកនោះធ្វើអ្វីដែលឈួតលើកពេញហ្នឹងដែរព្រោះយើងអត់ដឹងថាពួកហ្នឹងមានកំណត់អីខ្លះទេអញ្ចឹងតើយើងមានអ្នកធ្វើការ monetize ខាងហ្នឹងហើយមានអ្នកទទួលខុសត្រូវមើល ban ពួកអា content ចឹងទៀត yeah I mean ពីអ្វីដែល I know and អ្វីដែល I can say គឺថ្ងៃហ្នឹងគឺយើងមាន official community hoặcជាក្រុមដែលយើង content creator មួយចំនួនពួកយើង work direct ជាមួយនឹង official partner ផ្សេងៗto ensure រឿងអីផ្សេងៗហ្នឹង so អាហ្នឹង that's all I can share យើងនិយាយនៅលើ podcast ហ្នឹងបើនិយាយខ្លីទៅគឺខាងក្នុងស្រុកយើង work hard ក្នុងការ make sure ថា to ensure the quality of policy មួយ quality ទាំងអស់ហ្នឹងហើយអាហ្នឹងអាចក៏ជាមូលហេតុទីមួយរឿងទោះបី like TikTok គេ decide ថាគេមក monetize នៅស្រុកខ្មែរមិនមកអាហ្នឹងគឺជា decision របស់គេ បាទ ទៅគេឲ្យគេ always ក៏មាន reason ផ្សេងyeah content ហ្នឹង what I'm gonna say គឺវាជា joke ទេ yeah ប៉ុន្តែ you say that គេថាតែមិនដឹងគេផុសអីមិនដឹងជាគេផុសអីប្រកប yeah តែឃើញតែហម yeah then គេ maybe they don't know or they know what they're or they doing know what they're Yeah. doing you know who know what they sell ថាបើយើង monetize yeah OF oh wait the whole time we were talking about OF ខ្ញុំគិតថាឃើញអា link ខ្ញុំគិតថាឃើញមែនណា ណា like ចឹងថាបើយើងទោះជាយើងទៅភាសាមួយ TikTok ណា our current state right now ក៏គេអត់ឲ្យ monetize ដែរព្រោះរឿងឈួតច្រើនលើមើល content video ខ្លះឡើងឈួតហ្មងធ្វើចេញមកឡើងអត់ប្រយោជន៍ yeah so what we can do to change that That's like my I said opinion. like they should have a team like ដូច Facebook ឥឡូវ Facebook strict ខ្លាំងមែនតើធ្វើអីបន្តិចក៏គេ block គេ ban ដែរអញ្ចឹង what we can do is have a team to monitor TikTok យល់អត់ make talk ทีมហ្នឹងทีมខ្មែរทีมហ្នឹងทีมនៅខ្មែរทีมរបស់ TikTok ឬមកក៏ทีมរបស់ក្នុងស្រុក I'm not sure butយើង make a deal with TikTok right TikTok can send a team here or we can enlist a team here right ខ្មែរយើងថ្ងៃមានក្រុមហ៊ុនដែល represent TikTok represent Meta represent Google yeah but they work on policy ដូចគ្នា and they put in the work ដូចគ្នា បាទ I just think that what can I say រឿងហ្នឹងជា a lot of work to involve yeah true I understand ញ៉ៃច្រើន វា involve ភាគីក្នុងស្រុកភាគីក្នុងស្រុកនិងអ្នកប្រើប្រាស់តែ educate ខ្លួនឯង you know អាហ្នឹងរឿងហ្នឹង oh hot what okay what are you trying to say no hot take ថៃ do you think NASA is just a bunch of aliens finding their way back home you know that you guys ដែរមើលរឿង scroll ទេ ដែរ like we have alien ម្លែងខ្លួនជឿជាមនុស្ស what if they NASA is a bunch of aliens just finding way I to don't go know home? man my hot take is that I don't trust America I don't trust America too look at their weapons like កាភ្លើងអីឡើងសាហាវ what else they're hiding so what Brian so what do you think about Area 21 oh shit dude what if they have a fucking plasma alien gun we don't know លើដូច China គឺបិទ social media បិទអីទាំងអស់គឺគេប្រើតែក្នុងប្រទេសគេ what else do they have like ដល់ពេលតទៅសង្គ្រាមលោកទី3បានយើងឃើញមកទាំងអស់ what if they have a robotic I don't dragon even think the game by happen in physical bro yeah it's bro probably wasn't like if what else the world what mean អីទៅវាយទៅlet's be honest true you know
but quan vậy nha, we don't trust America is fishy. What if like they fake an alien invasion like the new world order làm bay take control over dương like Việt ha media đại dương khơi họ ngay Get to distract us. Yeah, Make they us distract us. Hay something else. yep what if that's how they Americans Yeah, I think រឿងមួយដែលអាមេរិកវាខ្លាំងបំផុតគឺ media they have a global media បើន័យថាពួកយើង consume content និង media material មកពីអាមេរិកច្រើនមែនទែន បាទ so បាទនៅក្នុងពេលតែមួយ let's say something going on នៅក្នុង CNN មនុស្សពិភពលោកមើលទៅមក Yeah ហ្នឹងហើយ អញ្ចឹងបានន័យថា if CNN ចង់ show something that we try មនុស្ស distract មនុស្សមកពិភពលោកគាត់នឹងធ្វើឲ្យពួកយើង focus លើហ្នឹងว่า somebody gonna mind some goal in somewhere television Yeah. អូអា project របស់ Joe Biden the oil thing แล้วឡាស្ងាត់ជ្រាប I don't even follow that kind of shit anymore it's so ដឹងអាពេលមកលកកាលsubmarine នេះ ដឹងខ្ញុំនឹកឃើញអីអត់ខ្ញុំមាន different point of view ពី like គេ sing ខ្ញុំនឹកឃើញចេះគេអត់ដឹង ពងទៅ distract no man who distract ឯងខុសគ្នា no it's not something that you នឹកឃើញខ្ញុំនឹកឃើញចេះ stop ខ្ញុំ we think outside the box វា crazy មក ខ្ញុំគិតឃើញរឿងណាចេះយើងអត់មាន footage ឃើញថាពួកគាត់ ពួក billionaire ទាំងអស់ហ្នឹងចូលទៅក្នុងហ្នឹងឯង what if អាហ្នឹងគឺជា murder case គេចង់ហែកជាមួយនឹង អូ yeah ពួក billionaire ហ្នឹងគាត់ដឹងរឿងអីមួយប៉ុន្តែគេចង់ murder គាត់យើងអត់មាន footage ណាដែលពួកគាត់នឹងចូល submarine ហ្នឹងឯង yeah ត្រូវអត់ yeah like អានេះខ្ញុំ low battery អានេះខ្ញុំគ្រាន់តែឃើញតែអញ្ចឹង I have another check quickly okay back to submarine thing យល់ថា it's a murder case right អាហ្នឹងក៏មានគេ go continue អស់ហើយ អស់ហើយក្រោយចង់និយាយទៅយើងអត់មាន footage ថាមានជាមួយនឹងពួក billionaire ទាំងអស់ហ្នឹងចូលទៅក្នុងហ្នឹងត្រូវអត់ថែមដល់គេ like distracted for man 2 ទៅ 3 ថ្ងៃនិយាយរឿងថាអូអស់ oxygen ត្រូវអត់មួយក៏គេថាចេះ body យើងអត់ទាន់ found ផងយើងមាន footage ពួកគាត់ចូលហ្នឹង what if គេ plan murder case មួយហេតុអត់ចង់ឧទាហរណ៍បើសិន billionaire គាត់បាត់ខ្លួន mainly គេដឹងខ្លះៗប៉ុន្តែបើសិនគេចង់ murder ឲ្យបាត់យកហ្មងចូល submarine នៅ underwater ណាដឹង ហើយវាមិនដែរជួយសង្គ្រោះប៉ុណ្ណឹងជួយឲ្យបានបើដឹងថាមានបញ្ហាហ្នឹង មានតែគេដែរ to go look into deep ជាមួយនឹង history របស់ក្រុមហ៊ុនរបស់ប្រហែលអ្នកហ្នឹងអត់ no yeah go មើលថាតើមាន politics internal whatever descript នៅខាងក្រោយហ្នឹងអត់ ចឹងមិនខ្ញុំគិតថា what if អាហ្នឹងគឺជាគាត់ planted murder មនុស្សប្រាប់មួយ industry ចូលគ្នា so what if we just go back into the history ពីណាគេច្បាក់លុយណាគេពីណាគេ like who won or like hierarchy CEO ណាទំទៅ promote កូនរឿងក្តីអីផ្សេង that's the detective job ប៉ុន្តែគាត់គាត់មើលដូចមាន connect the dot connect the dot អើយនិយាយទៅរឿងមួយទៀតអ្នកដែលហៅឃើញ cure to cancer អីឬក៏ម្នាក់ដែលហៅឃើញថាឡានបើកឡានប្រើទឹកបើកឡានបាន they all disappear like people want to make money right ហ៎ ចា like they still want to make money if like បើសិន disappear នោះ was a murder case កុំឲ្យ like អូបើសិនឥឡូវប្រើទឹកបានយើងមានទឹកមកកណ្ដោ resources oil ហ្នឹងមិនទៅអានេះតែគ្នាខ្លាចពួកអា oil seller ហ្នឹង pays for ដូចអា case មាននិយាយរឿងអីគេរឿង voice of freedom ហ៎អារឿងបាញ់យល់អត់ take បើយ៉ាងនេះគេជួយនឹង voice of freedom ហ្នឹង ទីមើលតាមមើលឯង but I look at all the publicity and everything គាត់ marketing នោះសួរគាត់ហ្មង ឡើយដែរចាំប្រាប់ take ដូចខ្ញុំប្រាប់ him ហើយនិយាយសិនមក so yeah good and bad ទី1 if in case that វាទី1ចេះអារឿងហ្នឹងវារឿងប៉ាត់អា problem ហ្នឹងវាជា real problem នៅអាមេរិកហើយវាជារឿងច្រើនដែលយើងអត់ទាន់បាន exploit ទេអាបញ្ហារឿងchild trafficking ហ្នឹងហើយជារឿងដែល fuck up ហើយជារឿងដែលអាក្រក់ហើយក្នុងនាមទី1ក្នុងនាមជាយើងជាអ្នកស្រឡាញ់ក្មេងៗស្រឡាញ់យើងស្រឡាញ់កូនស្រឡាញ់ក្មួយស្រឡាញ់ប្អូនមកយើងចង់ spread អាហ្នឹងយើងចង់ដឹងថាអាហ្នឹងមានបញ្ហាហើយយើងrải sờ này thay dương cua thay mưa thay tóm nằng take care of con mà biển but it's also what the more yeah and then we fuck up but nhưng mà cho cái you'll copy take bàn tay vậy mới chẳng explain tao riêng nâng it's like it's very good marketing to like go on social media and say nobody want you guys to see this movie. The Hollywood hate this movie.
it's good marketing ខ្ញុំប្រាប់ខៀងដូចគ្នាថា like វាថាយើងអត់ចង់អីណាគេធ្វើអីមួយចឹងគេចង់កាន់តែចង់ទៅមើលទៅ that's ពួក fake guru និយាយចឹងថា they don't want you to know this you know the Yeah. secret or something I mean it's Google shit you know Yeah. I mean រឿង is a Hollywood movie so somebody produce it អញ្ចឹងខ្ញុំប្រាប់ខៀងថា like ដល់ពេលនៅក្នុង cinema មួយគេត្រូវទិញរឿងខ្ញុំមកចាក់ទៅអត់ like why is ចឹងហើយនៅក្នុងរឿងហ្នឹងគេក៏ state ថាដែរគេថាអត់ស្មានលុយ budget ច្រើនទេដើម្បី marketing ជាមួយនឹង market រឿងហ្នឹងអញ្ចឹងខ្ញុំប្រាប់ខៀងដូចចេះមួយខៀងគិតរឿងអីផ្សេងគិតរឿងណាអូខេគេចង់ silent តែខ្ញុំប្រាប់គេថាខ្ញុំគិតឃើញថាអាហ្នឹងគឺជា marketing way របស់គេមួយដែលសារតែឥឡូវដល់ចេះខ្ញុំប្រាប់រៀងហាមរៀងកុំឲ្យធ្វើអីមួយរៀងអត់ទាន់បាន experience វារៀងចង់ដឹងថានឹងអីទៅអត់អញ្ចឹងទៅហើយហើយមិនដែលគេ like pay លុយដើម្បីទិញរឿងហ្នឹងដើម្បីចាក់ប្រចាំងហ្នឹងអញ្ចឹងទៅអត់បើមិនគេចាំមែន why not គេដក poster នៅក្នុង cinema ហ្នឹងចោលទៅ I mean it's វា genius វា in a way គឺទីមួយជារឿងហ្នឹងវាអាចជារឿងល្អហើយរឿងពិតប្រាកដគេចង់ reserve ហើយគេ take advantage លើ marketing so យើងអត់ចង់ឲ្យ hot take របស់យើងដែលយើងនិយាយទៅវាធ្វើឲ្យមនុស្សនេះយើងច្រឡំថាហ្នឹងវា fake ឯងពីព្រោះថា problem ហ្នឹងវាមានមែន child trafficking ហ្នឹងវាមានមែន but also you cannot deny for marketing wise is very good marketing ហើយit's easy ពីព្រោះថានៅក្នុង media អារឿងអស់ហ្នឹងមានច្រើនឆ្នាំហើយក្នុង media អារឿង manipulate the way media look ដូចរឿងគេថាអូនៅហុងកុនហ្នឹងគេបិទសញ្ជាក់បិទអីបាទ you can do that you know you can do My it take was that ពួកធ្វើខាង human trafficking ហ្នឹង they pay cinema all around the state ដើម្បីឲ្យបិទរឿងហ្នឹងចោលដោយសារ Hollywood ដឹងតែពេលគេធ្វើរឿងចេញមកដឹងតែគេ advertise ចូលហុងកុនហើយហុងកុនដឹងតែត្រូវទិញយកមកចាក់អីចឹង the only way to silence them is use all that money to អាហ្នឹង can work ប៉ុន្តែ it's just my take you know បាទរឿងនេះវា bad for Hollywood yeah វា bad for Hollywood you know ពីព្រោះថាឯ Hollywood ហ្នឹងឯងវា fishy ព្រោះថា business ហ្នឹងវាលក់វា sell they go buffet តាំងពីដើមមក they not just sell movie Hollywood is not just sell movie they sell actors and they sell talent well, I don't want to say that yeah they sell talent they sell talents means sell the people that's just a platform to make you look yeah and you know some actors អ្នកខ្លះល្បីអត់មានដឹងចេញមកណាល្បី Bobby ធ្វើ podcast ឥឡូវខ្ញុំសួរនិយាយស្គាល់ Bobby តែធ្វើ podcast នឹងអត់មួយត្រេកដែរមើល podcast គាត់ខ្ញុំដែរអត់ប៉ុន្តែល្បីចេញមកពីណាអ្នកខ្លះល្បីដូច Charlie D'Amelio and stuff like អត់ដែរឃើញនៅក្នុង feed យើងហ្មង those people just I mean Charlie D'Amelio at least យើងដឹងគាត់ឡើង follower ហើយគាត់ល្បីនៅលើ TikTok តាំងពីយើងអត់ដល់ TikTok but ពេល Bobby like ដល់តែឈៀបប៉ុន្តែដល់ពេលល្បីខ្លាំងមែនតើប៉ុន្តែភាគច្រើនខ្ញុំជឿថាមនុស្សភាគច្រើនគេអត់បានមើល at least អត់បានមើល podcast នឹងចប់ផង I honestly feel like the world leaders whoever's behind this they take advantage of the media like media ដូចយើងមើល content creator ពេលគេនិយាយអីគឺយើងជឿហើយយើងធ្វើតាមភាគច្រើន yeah ហ្នឹង media manipulation media manipulation ពីណៃមកវាតាំងពីបុរាណមកដល់ឥឡូវវាអត់ថ្មីគេគាត់ថាឥឡូវយើងចូល social media era គេប្រើហ្នឹងទៅហើយ you look at our video ដែលយកមក promote ហ្នឹង it's like it's not even genuine that's why សូម្បីគ្រាន់តែlike យើងធ្វើ business ផ្សាយពាណិជ្ជកម្មក៏យើងចង់ដាក់ជាមួយនឹង manipulate ចូលខ្លះដើម្បីឲ្យអីគេ like តាក់ទាញចង់ចូល business យើងដូចគ្នាbut yeah I mean it's good ទីមួយ good marketing I can credit that good marketing ហើយ problem ហ្នឹងវា problem មែន so រឿងហ្នឹងវាគួរនៅគួរមើលនិយាយទៅទោះបីជាគេអាអ្នកធ្វើហ្នឹងវាបានលុយកោកក្តៅទៅដេញក្នុងយ៉ាជ្វាឡើងជីប្រវត្តិចិត្តវា I'm fine ពីព្រោះរឿងហ្នឹងវា problem មែន you know រឿង yeah child trafficking is bad ហ្នឹងហើយ child trafficking វាអាក្រក់ជាងការលួចការចារកម្មវាអាក្រក់ជាងការជួញដូរគ្រឿងញៀនទៀតយ៉ាងតែព្រោះថាគិតមើលកូនយើង ហ្នឹងហើយ ហើយវា bad បើគេថាយើងគួរចប់បើឯងតែចង់និយាយថាខ្ញុំចង់ recommend រឿងមួយរឿងជារឿង American show ដែលបង្ហាញពីបញ្ហាភាគច្រើនដែរនៅក្នុង state ដែលគេជួបដូច racism ដូច child trafficking kidnapping អីហ្នឹងគឺរឿង The Rookie ខ្ញុំមើលរហូតហើយរឿងអស់មើលខ្លាំង The Rookie ហ្នឹងដូចរឿងពីប៉ូលីសនៅក្នុងហ្នឹងធ្វើការធ្វើអីដោះស្រាយរឿងក្នុងហ្នឹង You know what ដែលមើល documentary នៅ Netflix ចេញយូរចេញតាំងពីអត់ល្បី Netflix នៅស្រុកខ្មែរឈ្មោះ Dirty Money ដែលមើលធ្លាប់លើថាខ្ញុំ called Dirty Money money laundering like យកលុយអាក្រក់ទៅលាងយកអី
មានហើយមានច្រើនទៀត it's Oh, basically the yeah. business the underground business Yep. and យើងឡើងទៅបានយើងដឹងថា you guys នៅក្មេងតិចៗ you guys you're like ថាលើលោកយើងវាអត់ដើរស្រួលដូចអ្វីយើងមើលទេ Yeah វាត្រូវការ both energy ដើម្បី moving forward ហើយយើងអាច blame អ្នកដែលធ្វើរឿងអាខុសទាំងអស់ពេកទេពីព្រោះថាពេលខ្លះយើងត្រូវការ the bad and the good we live the ហ្នឹង same ហើយដូច វាដែលស្មើគ្នា so we balancing out ដូចគេនិយាយថាបើសិនមាន love គេមាន hate ហើយមាន rich មាន poor yeah មានជាមួយនឹងអីផ្សេងទៀតវានិយាយទៅវាត្រូវ balance គ្នា it's like Chow is a marketing properly Yeah. Oh, you think that way is so good. Your marketer Yeah. I gotta think everything at a marketing Yeah. perspective. Oh, what's your take on using marketing using psychology? Per psychology ចិត្តវិទ្យា ឧទាហរណ៍ ឥឡូវដូចថាគេតែនិយាយថា restaurant គេចូលចិត្តប្រើជាមួយនឹងលឿងហើយក្រហម បាទ អាហ្នឹងរបៀប psychology របៀបអញ្ចឹងដើម្បី attract គេឲ្យ hungry មើលមក Yeah. ចង់ញ៉ាំអាហ្នឹងនិយាយគេបាច់ ទីមួយ if it work it's good You think psychology like is a big part or like useful ខ្លាំងមែនតើក្នុងការ marketing? យ៉ាដូចជាអាហ្នឹងក៏ take មានច្រើនណា psychology ត្រូវបានប្រើច្រើន Yeah. ប្រើនៅក្នុង real life ច្រើន Yep. so to use it in the marketing we sell គឺអត់ខុសទេ and it's actually if they work business is a competition like that if it profit it's good you know មានរឿងច្រើនដែលយើងត្រូវឆ្ងល់តើអាឆ្មាទាញដៃហ្នឹងវាអីគេតើហេតុអីបានពេលយើងចូលទៅ Kung Fu Kitchen យើងញ៉ាំហើយគេឲ្យស្គាល់គាត់យើង you know it's a lot of psychology Oh, that's involved classical conditioning and shit. Wow. yeah Conditioning. you know វាមានតនន័យដែល show ពិតប្រាកដតើហេតុអីបានជាហាងមួយចំនួនមាន promotion នៅថ្ងៃច័ន្ទ it's all physical ទាំងអស់ដូចស្គាល់គ្រាប់ណា I don't know you guys club of it អត់ you know អាហ្នឹង I think maybe ខ្ញុំមិនដឹងថាវា work មួយស្រុកខ្មែរអត់ទេពីព្រោះថា I think theory ហ្នឹងវា theory ដែល work នៅស្រុកគេ Wow. វាមកនៅស្រុកខ្មែរវាមានបញ្ហាពីព្រោះស្រុកគេ is a way នៅក្នុងការ payment វា credit card អញ្ចឹងមនុស្សនៅអាមេរិកនៅ let's say នៅអាមេរិកគេនៅដែលវានៅជា trend មួយ again អាហ្នឹងហាណា hot ទេប៉ុន្តែនៅអាមេរិកគេនៅប្រើទោះបីជាប្រទេសជាតិលឿនប៉ុណ្ណាក៏ដោយ e-payment ច្រើនក៏ដោយគេនៅប្រើ coin so ដោយសារតែ coin វានៅមាន market អាលុយដុល្លារលុយក្រុមដុល្លារវានៅមាន market ហើយនឹងអា cash small money វានៅមាន market ស្ករគ្រាប់ដាក់ជាមួយនឹង tip យកទៅគិតលុយវាជាកលឹះមួយដែលធ្វើឲ្យអ្នករត់តុកអាចចូលរកបាន tip បានច្រើនមនុស្ស appreciate អ្នកយកហូបអី appreciate នៅពេលគាត់ទទួលបានស្ករគ្រាប់ you know នៅពេលដែលគាត់ទៅយកជូន bill ទៅគាត់អត់ទៅជាមួយស្ករគ្រាប់ទេ and then គាត់ថាអូសុំទោសបងខ្ញុំភ្លេចយកស្ករគ្រាប់ជឿបងនេះស្ករគ្រាប់បង and then គាត់និយាយឲ្យកន្លែងមួយយើងអីទៀតណាយើងបងមិនធ្វើ promotion នេះ just they give a rooms អានោះចិត្តអស់គឺ they out opportunity សម្រាប់អ្នកដែលគាត់ជា receipt ហ្នឹងគាត់មានការ connect ជាមួយខ្ញុំនៅ personal level It's like បន្ opening ទាប់ up មក options in they say this. ថាអូយបងខ្ញុំនិយាយទៅនិយាយមួយថ្ងៃទៅមកខ្ញុំជួយស្គាល់គាត់មួយទៀតក៏បានដែរ Oh. they increase the tip level bro Yeah. it's all about like psychology ហើយមួយទៀតគេថា emotion ខ្ញុំគិតថា Yeah. emotion is form Invoke like emotions. strong they form មែន yeah ដែល but the thing គឺដូច convocation គាត់យកមកប្រើ I don't know នៅខ្មែរយើង it way too much ដូច Nepal និយាយរឿងមួយគឺthe way ពួកយើង work ហើយពួកយើង work hard ពីព្រោះថាលើយើងប្រទេសដែលប្រើ QR code ច្រើនអត់សូវមានម៉ាទេ I think ខ្មែរយើង is one of the rare one ដែល like ពួកយើង QR code ដើរមុន Visa card Yeah. yeah ពួកយើងដើរ Yeah, Visa មួយ true. credit card មកពួកយើង QR code ពួកយើងដើរមុន yeah so QR code វា reduce amount of បុគ្គលិកអ្នកក៏តកបាន tip ច្រើនមែនតើពីព្រោះថាពួកយើងអត់សូវដែលស្អីមានតែបន្ត add tip ឲ្យពួកយើង you sorry អាហ្នឹងខ្ញុំចង់បាស ABA it's not a problem គាត់ថា I think that UI របស់ABA រងថ្ងៃហ្នឹងវាធ្វើឲ្យមនុស្សផ្លិច tip yeah so it's not វាអត់ design ឡើងដើម្បីធ្វើឲ្យមនុស្សចង់ tip ទេ Yeah. and គាត់អាចធ្វើបានជាមួយនឹង UI design ប៉ុន្តែដូចរបៀបបើខ្ញុំដល់ពេលនិយាយទៅខ្ញុំទៅ realize ដែរដល់ហដងដល់ពេលខ្ញុំរបៀបលុយ pay in cash ខ្ញុំដល់ពេលនិយាយមកខ្ញុំចារអារម្មណ៍ថា wait yeah ដល់ពេលខ្ញុំ pay in cash ហដងខ្ញុំតែងតែ give tip ច្រើនជាង tip ច្រើន ប៉ុន្តែតាំងពីខ្ញុំ pay you មក forget ABA you forget that យើងខាន់ឲ្យ tip គេយូរហើយ ហ្នឹងហើយ ABA ខ្ញុំអត់នៅឃើញ បាញ់លឿនវិញ I give you guys one more take you guys realize that you guys អត់សូវសល់លុយនិយាយឲ្យស្រួលម៉ូតូ Yeah. Oh, that's for real. ពេលដែលខ្ញុំត្រូវការលុយរៀលដូច they kill that ស្វាយកន្លែងផ្ញើស្រួលម៉ូតូ need a proper system otherwise យើងគាត់ឡាពីព្រោះថាកុំភ្លេចណា
អ្នកហត់អ្នកយាមម៉ូតូខ្លះបានលុយឯង Yeah so ពួកគាត់ឲ្យ clip ពេលចិត្ត and you I feel bad មានអាទិត្យណាមួយនោះគឺ4ថ្ងៃដែលខ្ញុំផ្ញើម៉ូតូអត់មានលុយហៀឲ្យពូយកយាមម៉ូតូដល់យប់ព្រោះ I like to go to Temple Cafe ហើយអង្គុយធ្វើការដល់យប់ជ្រៅ Yeah so I been like ដល់ពេលអញ្ចឹងថ្ងៃសុកអញ្ចឹងយើងឲ្យមានលុយខែឲ្យគាត់ 15000 ឯងហ្មងឲ្យគាត់ 5000 គាត់ 10000 ឯងហ្មង Yeah but you know psychology change មនុស្សច្រើន and it work the same way and អ្នកដែលអាច control វាបាន I manipulate វាបាន can do a lot of big thing so you recommend អ្នកដែលចង់រៀនខាង marketing អីគឺ take psychology course ចឹងមក they should yeah oh one yeah I took it one concept ដែលខ្ញុំរៀនពី psychology ដែល interesting មែនតើគឺហៅថា hindsight bias ហ្នឹងគឺជា phenomenon ដែលនៅពេលដែល will happen នៅពេលដែលយើង collect evidence ដើម្បី support claim របស់យើងដូចយើងគិតថាទូរស័ព្ទនេះប្រើអត់កៅទេតែទូរស័ព្ទហ្នឹងប្រើកៅតាមពិតអញ្ចឹងយើងអង្គុយចាប់កំហុសចាប់វាដើម្បី proof ថាយើងត្រូវថាទូរស័ព្ទហ្នឹងវាខូចមែនអញ្ចឹងដើម្បីទិញថ្មីដើម្បីទៀងមកពេលថ្មី that's hindsight bias គឺវារៀង interesting ដែលខ្ញុំចង់និយាយឥឡូវអូរៀងជឿគេ always មាន rumor ហើយគេថាមាន lawsuit រឿងថា Apple always slow down device ដល់ពេលទូរស័ព្ទថ្មីចេញមកគេថាចឹង really man on Apple acknowledge ថាគាត់ battery គាត់ reduce capacity battery ហ្នឹងក៏គាត់មាន point របស់គាត់ដែរដោយសារតែ software ឡើយដូចតែ software update មួយវាដឹងតែមានអីថ្មីដែលពេលខ្លះ device ជំនាន់ខ្លះជំនាន់ក្រោយអត់អាច handle បានទេវាអាចធ្វើនេះចឹងគេ decrease អាហ្នឹង so but you bring អាហ្នឹង up then ពួកខ្ញុំធ្លាប់ bring up មួយអ្នកដែលគាត់ខាង tech អីមិន bring up ដើម្បី challenge គាត់តែសួរគាត់ហើយគាត់ថាអាចប្ដូរ setting បានអាចធ្វើការ update វាបានតាមរយៈ setting ប៉ុន្តែ again it's still not a default setting default setting ដែលខាងមកជាមួយ device គឺសំខាន់ណាស់ so បើចង់និយាយ hot take ហ្នឹង so មួយប្រហែលឲ្យឃើញប្រើ MacBook ហ្នឹងហើយប្រហែលប្រើ iPhone ណា zoom ណាប្រហែលប្រើ AirPod អត់ហើយ AirPod ប្រើ so you in the so ប្រហែល ecosystem បើ Apple ហើយខ្ញុំប្រើទាំងអស់ so what បាត់សាប់បាត់ចម្រៀងមានប្រើ Apple Music អត់ No okay so ធ្លាប់ប្រើ Apple Music អត់No អត់ដែរផង Spotify មែនហ្នឹងហើយ Spotify Okay ខ្ញុំអ្នកប្រើ Spotify ពីមុនតែលើ ពេលដែលប្រើ Android and then ពេលដែលបាន iPhone មកខ្ញុំដោយសារតែអ្នកនៅក្នុង office គាត់ share family អញ្ចឹងពួកយើងក៏ទិញចូលគ្នាទៅវាធូរថ្លៃជាងប្រើ Apple Music and ស្របពេលជាមួយគ្នាប្រើ MacBook ហើយនឹងប្រើ AirPod I realize that maximum សលេងនៅក្នុង Apple Music គឺខ្ពស់ជាង ប្រូជាងនៅសម្រាប់អ្នកដែលប្រើ AirPod so បានន័យថា it favor ជាង and អ្នកដែលគាត់ប្រាប់ខ្ញុំគាត់ថា no ប្រហែលអាច change បាននៅក្នុង Spotify ហើយចូលទៅគឺថាបើសិនជាខ្ញុំបើកមកកប់នៅក្នុង Spotify សលេងនឹងទាបជាងបន្តិចបងប្អូនអ្នកដែលមើល podcast អាចសាកបានអ្នកដែលមាន Apple Music គាត់ថា Apple Music អត់ free ទេវាទៅ so ដែលមានគឺវា loud ជាងវាច្បាស់ជាង even យើងសាកមក YouTube គាត់ប្រាប់ខ្ញុំថា no ប្រហែលដូរបាន again អាដូរបានហ្នឹង is still default setting default setting សំខាន់ណាស់ពីព្រោះមនុស្សតែមក ad ដែលគាត់បានមកស្រាប់ហ្នឹងគាត់ប្រើអាហ្នឹងច្រើនជាងសូមខ្ញុំមិនចឹងដូចគ្នាដល់ចឹងមិននេះដូច AirPod Max ហ្នឹងខ្ញុំទៅ realize ថា noise cancelling របស់ខ្ញុំវាយមិនខ្សោយជាងមុនចឹងហើយអា noise transparency អាយើងចាប់ដើមលឺ ambient noise ហ្នឹងមិនគេមានអារម្មណ៍ជាងមុនហើយសលេងក៏អត់សូវលឺដែរដល់ចឹងខ្ញុំចាប់ដើមតិចវាមានជាមួយនឹង AirPod Max 2តិចចេញមកទៅអានោះវាអាច case មួយដែរ I mean they can do it it's all about software update wait sorry កន្លែងខ្ញុំនិយាយ hindsight bias ហ្មងហ្នឹង it's not called hindsight bias មាន term មួយទៀតដែលខ្ញុំ explain meaning ហ្មងហ្នឹងគឺវាមានឈ្មោះ term មួយទៀតតែខ្ញុំភ្លេច hindsight bias គឺជា term ផ្សេងមួយទៀតទេតែ hindsight bias ហ្នឹងក៏វា interesting ដែរវាថា phenomenon ហ្នឹងដូចយើង over confident យើង predict អីមួយដែល it's gonna happen តែដល់ពេលវាយើងអត់ច្បាស់ខ្លួនឯងហើយបាក់ដែរអា term hindsight bias ខ្ញុំបាក់បញ្យល់តែគាត់ថាខ្ញុំនិយាយបញ្យល់អាមុនហ្នឹងមិញមែន hindsight bias ច្រឡំខ្ញុំភ្លេច term ខ្ញុំចូលចិត្ត word មួយខៀងថងមួយគាត់ always ចូលចិត្ត fact check គឺថាគាត់ធ្វើរហូតហើយពួកខ្ញុំ always និយាយត្រូវគ្នាច្រើនមែនតើដល់ like start អីមួយគ្នាចឹងគ្នាដូច No you guys chemistry like I send you guys remind me of that the two YouTuber we got inspiration from them because like ដោយពេលដំបូងគាត់អ្នក encourage ខ្ញុំឲ្យចាប់ដើម TikTok ដល់ពេលហើយទៅអាហ្នឹង story នេះពីរអ្នកខ្ញុំនិយាយច្រើនហើយដល់ពេលជួបមួយអ្នកផ្សេងអ្នកគេនិយាយពួកខ្ញុំ like
គេហៅសំគ្នា Yeah. ណែគាត់ encourage ឲ្យខ្ញុំធ្វើដល់ហើយគាត់ដំបូងនោះគាត់ធ្វើរបៀបថា work មួយ client ខាង editing video ដល់ក៏ខ្ញុំ like គាត់មាន talent editing ហ្នឹងហើយ video ខ្លះទោះបីអ្នក talent ហ្នឹងគាត់មាន talent ប៉ុណ្ណាប៉ុន្តែបើសិនណាការ edit របស់គាត់ suck ក៏ video ហ្នឹង push អត់បានបើចឹងប្រាប់គាត់ចេះ edit ផងធ្វើទៅសាដល់ហើយធ្វើទៅក៏ដើរដូចគ្នាវារបៀបចឹង just push ហើយ No, I know him as a kang editor. I know him as a editor. Yeah really yeah I When pay you freelance. 6 knob. Yeah 6 Yeah, I'm shocked. That's a good one. I sub you to one of my business partner. ហ្នឹងហើយ Pandora Panda. Pandora yeah Yeah, ចឹងមក like ហើយមួយទៀតពួកខ្ញុំ like ចូលចិត្តរបៀបថា start business ឬក៏ start earn money តាំងពីទូចឹង like គួរនិយាយឲ្យគ្នាមែនតើ Yeah. ខ្ញុំចូលចិត្តខាងហ្នឹងនិយាយខ្ញុំតាមពិតខ្ញុំជួបគ្នាដោយសាររឿង crypto mining ហើយ cryptocurrency ពួកខ្ញុំចង់រកលុយពេលហ្នឹង ហើយសំខាន់ចង់ឲ្យយកឡើងរៀនសាលាមួយគ្នា អូពេលខ្ញុំឡើង surprise ហ្មងអើយ wait are you ប៊ុនលៀប oh from that Facebook is this your Facebook oh that's you ទៅជួបគ្នានិយាយគ្នាដល់ឥឡូវ និយាយជឿថា everything happen for a reason Yeah. ខ្ញុំជឿថាចឹងមែនតើ Yeah. I believe in destiny. Your own. I believe in like manifestation. I believe everything. Yeah. I believe in okay, law of attraction. oh attraction yeah Law of attraction. no the universe revolves around us and we revolve around the Yeah, universe and I cùng put រឿង negative ចូលក្នុងគូក្បាល I Yeah, put រឿង yeah. energy even like even ពេលខ្លះទៅមានអារម្មណ៍ដូចថាខ្ញុំមួយអាទិត្យចឹងខ្ញុំគេងក្រៅមួយថ្ងៃពីរថ្ងៃនៅមើល office ឬមួយក៏គេងនៅ condo ក្រៅអញ្ចឹងណា and then ខ្ញុំព្យាយាមមកមើលទៅព្រោះអីបារម្ភសុខភាពម៉ាក់ yeah តែ I never say ពេលមកស្រីសួរថាគេងណាមិនបើគេងក្រៅអញ្ចឹងខ្ញុំថា no ចង់ទៅផ្ទះប៉ុន្តែខ្ញុំអាចនិយាយថាអូបារម្ភម៉ាក់ no I never say that I never put the energy ថាមកអត់ស្រួល Yeah. I never yeah just want to គេងមើលម៉ាក់ you don't like expect negative things to expect happen negative. yeah ដូចអ្នកខ្លះគេ like ចាប់ដើមនិយាយថាហោចង់ជួបខ្មោច អូយ និយាយចឹង my tone right now អ្នកខ្លះគេនិយាយចឹងដល់ចាប់ដើមជួបមែន yeah ជួបមែន អញ្ចឹង manifestation It's always like be រឿង that's again កុំចង់ជួប Yeah. and be respectful កុំចង់ជួប ស្មាតទៅខ្ញុំមិនចង់និយាយខ្ញុំចង់នេះប៉ុន្តែចង់ Yeah. give example អ្នកខ្លះគេនិយាយ ឲ្យ ចឹង គេហោ ហ្នឹងហើយឧទាហរណ៍ជាឧទាហរណ៍ ហ្នឹងហើយ I think that គេថាទៅម៉ោង7ហើយ Let's wrap it up. but 6 កន្លះ I can just go straight to my girlfriend that's it. yeah let's just wrap it up Yeah. ខ្ញុំទៅសอบ5%ហ៎ I'll do the Ah, fuck outro. man a lot of topic you sure we can fit in one មួយ part Yep 2 hours podcast this is a 2 hour ហៀជឿ podcast តែ តែខ្ញុំ មាន edit កាត់ 2 hour podcast ហើយអត់ទៅក្រោយចាប់បានមាន3 hour ហើយពេលខ្លះមាន6 hour Yep. yeah man now you know I'm having so much fun talking to you ខ្ញុំមិនអញ្ចឹងណា alright And this is you the end edit of this time this is the end of episode 4 of Part of our podcast ហ្នឹងហើយគឺ hope you guys enjoy ហើយហ្នឹងហើយអរគុណបងច្រើនមែនតើដែលបានជួយមកហើយហ្នឹងហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់ដល់ចុងក្រោយសង្ឃឹមថាអត់គិតថាពួកខ្ញុំឈួតសោះព្រោះថាពេលខ្លះរៀង controversial ហើយក៏ hope ថាបាន lesson ច្រើនពីបងច្រើន actually បាន share ច្រើនហើយបង change point of view ខ្ញុំច្រើនដូចគ្នាដែរ no ខ្ញុំ I it's very fun to ជួបមនុស្សដែលអាយុនៅក្មេង but you guys bring a lot of good perspective ហើយខ្ញុំនិយាយអត់លាក់បាំង I learn a lot today just speaking to you guys record it's Yeah. yeah អាហ្នឹងអត់អីទេ oh okay អូយគឺខ្ញុំនេះអានេះ record yeah and that's it and ចង់ប្រាប់អ្នកនរគ្នាផងថាwhat can I say no ពួកយើង we just have like a shit talk ចឹងហើយ don't take everything Yeah, don't take everything too serious ពេក you know កុំយកដាក់ខ្លួនខ្លាំងពេក ដាក់ខ្លួនពេក អើយចុះ ហ្នឹងហើយក៏និយាយ មកដំបូ no ង រឿងខ្លះយកបានរឿងខ្លះ Yeah. just opinion just fact check ពួកយើងអត់មាន fact check រឿងមួយចំនួន just Yeah. opinion just Okay, opinion nice. មកដំបូងខ្ញុំចូល podcast នេះ episode 4 នេះខ្ញុំគិតថាអូ it's gonna be another goofy fun podcast ទៅវិញមកដល់ឡើង deep ទៅ Deep. ចោះឡើងខ្ញុំអង្គុយគិតមិញ podcast ខ្ញុំភ្លេចនិយាយខ្ញុំអង្គុយគិតពីអ្វីដែលពួកបងឯងនិយាយខ្ញុំអង្គុយគិតហើយភ្លេចនិយាយភ្លេចថាខ្លួនឯងនៅក្នុង podcast ពេលខ្លះ ពេល you and បងសើនិយាយក៏មានពេលខ្លះអង្គុយខ្សែ Yeah. ពេលខ្លួនឯងស្អីពង ពងគិត process ហើយ អត់ទៅពូរិនថតចូល podcast ពួកខ្ញុំដែរមកនិយាយថតខ្ញុំចង់បានពូរិនថតចូល អូផាំជួយចូលមកពួកគាត់បងនៅវាប៉ាន់ អូបងនេះថតខ្ញុំពេលខ្ញុំតាមមើល print screen មួយគាត់ម្ដងគាត់សើចល្អសើចបើអត់គាត់អត់ល្អមើលរឿងខ្ញុំទៅមួយគាត់ខ្ញុំជួបគាត់ពីម្ដងដែរ you guys អញ្ជើញគាត់មកមុនហើយខ្ញុំចង់អញ្ជើញគាត់មក podcast ខ្ញុំដែរ but my podcast is too low set up to in my hand right now It's all good ហើយគាត់មកយើងធ្វើ podcast yeah
Alright, nice. That will be a fun shit talk. Yeah. See you in episode 5. bye bye Bye. Ôi, trời ơi.